សួស្តីអ្នកទាំងអស់គ្នាខ្ញុំកងណេងថាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយវីដេអូថ្ងៃនេះផងដែរខ្ញុំមានសាច់រឿងមួយដែលមានចំណងជើងថា A Silent Voice អញ្ចឹងកុំឲ្យខាត់ពេលអ្នកទាំងអស់គ្នាយូរយើងចូលទៅកាន់សាច់រឿងអ្នកទាំងអស់គ្នាតាមនៅសាច់រឿងនេះក៏បានឃើញសិស្សប្រុសម្នាក់មានឈ្មោះថា Soya Ishida រាល់ថ្ងៃរៀននៅថ្នាក់បឋមនិងចូលចិត្តលេងដោយគ្មានខ្វល់ពីអ្វីទាំងអស់នៅថ្ងៃនេះផងដែរក៏មានសិស្សស្រីថ្មីម្នាក់បានបដូរសាលាមករៀននៅសាលាជាមួយនឹងគេហើយនាងមានឈ្មោះថា Soko Nishimiya ហើយលោកគ្រូក៏បានប្រាប់ឲ្យនាងដែលនាំខ្លួនទៅកាន់មិត្តរួមថ្នាក់គ្រប់គ្នាឲ្យបានស្គាល់តែមិនស្ងាត់ម៉េះតាមពិតទៅ Soko នេះមិនអាចនិយាយបាននោះទេក៏ព្រោះថានាងមានជំងឺគោនិងថ្លង់ពីកំណើតហើយនាងអាចស្ដាប់បានដោយសារតែនាងមានប្រដាប់ជំនួយត្រចៀកហើយប្រើការសរសេរនិងភាសាកាយវិការដើម្បីទំនាក់ទំនងជាមួយនឹងមនុស្សនៅជុំវិញខ្លួនពេលចូលរៀនដំបូងនាងនឹងមិត្តរួមថ្នាក់ប៉ុន្មាននាក់មើលទៅល្អនឹងគ្នាខ្លាំងណាស់មិនថាពួកគេធ្វើអ្វីនោះទេគឺពួកគេតែងតែជួយ Soko ជានិច្ចតែយូរទៅក្មេងៗទាំងអស់នេះចាប់ផ្ដើមមានអារម្មណ៍ថាធុញទ្រាន់ជាមួយនឹងនាងពួកគេបែរជាមានអារម្មណ៍ថា Soko គឺជាមនុស្សរំខានទៅវិញនិងទុកនាងចោលឲ្យនៅតែម្នាក់ឯងថ្ងៃមួយនៅសួនច្បារ Soko បានជួបនឹង Soya ដែលចៃដន្យនាងបាននិយាយជាភាសាកាយវិការថានាងចង់ធ្វើជាមិត្តជាមួយនឹង Soya តែនាងបែរជាត្រូវវាបដិសេធយ៉ាងអាក្រក់ទៅវិញថ្ងៃស្អែកក៏បានចូលមកដល់ក៏មានអ្នកគ្រូម្នាក់បានចូលមកបង្រៀនភាសាកាយវិការទៅកាន់សិស្សគ្រប់គ្នាដើម្បីឲ្យងាយស្រួលក្នុងការទំនាក់ទំនងជាមួយនឹង Soko ក៏ប៉ុន្តែរឿងគ្រប់យ៉ាងវាមិនបានល្អនោះទេវាបែរជាអាក្រក់ទៅវិញក៏ព្រោះថាសិស្សដែលហ៊ានធ្វើជាមិត្តនឹង Soko បែរជាជួបរៀនពីម្នាក់ទៅម្នាក់ថ្ងៃមួយ Soya បានសរសេរពាក្យមិនល្អអំពី Soko ដែលនៅលើក្តារខៀនពេលហ្នឹងដែល Soko នាងបានដើរចូលមករួចវាក៏បានធ្វើជាសម្ដែងថាដូចជាមិនដឹងអីនឹងលុបពាក្យទាំងអស់នោះចេញវិញរួចក៏បានដើរចាក់ចេញពីនាងទៅរាល់ថ្ងៃក្មេងទាំងអស់នេះតែងតែធ្វើបាបទៅលើ Soko ជារៀងរាល់ថ្ងៃហើយ Soya វិញវាលួចដោះប្រដាប់ជំនួយត្រចៀក Soko យកទៅគប់លេងរហូតមានថ្ងៃមួយវាក៏បានលេងជ្រុលបណ្ដាលឲ្យត្រចៀករបស់ Soko ចេញឈាមក៏ប៉ុន្តែ Soko នាងបែរជាទៅសុំទោស Soya ទៅវិញរឹតតែខកចិត្តទៀតនោះនាងត្រូវបាន Soya បដិសេធនិងបោះសៀវភៅរបស់នាងចូលទៅក្នុងទឹកមិនយូរប៉ុន្មាននោះទេទង្វើទាំងអស់របស់ Soya បែរជាត្រូវធ្លាក់មកលើខ្លួនគេវិញនៅថ្ងៃមួយក្នុងថ្នាក់លោកគ្រូនាយកក៏បានដឹងអំពីរឿងដែល Soko ត្រូវមិត្តភក្តិធ្វើបាបហើយមិត្តទាំងអស់របស់ Soya បានចោទកំហុសគ្រប់យ៉ាងមកលើ Soya តែម្នាក់ឯងថាវាជាអ្នកធ្វើនៅរឿងរ៉ាវទាំងអស់នេះហើយវាក៏ទទួលបាននៅអ្វីដែលវាធ្លាប់ធ្វើដាក់ Soko ផងដែរចំណែកឯម្ដាយរបស់ Soya វិញក៏ទទួលបានដំណឹងពីសាលារឿងដែល Soya បានធ្វើបាបទៅលើ Soko គាត់ក៏បានទៅដកលុយរបស់គាត់ដើម្បីយកទៅសងម្ដាយរបស់ Soko ថ្លៃប្រដាប់ជំនួយត្រចៀករបស់នាងទាំងប្រមាណដែល Soya បានធ្វើឲ្យខូចចាប់ពីពេលនោះមក Soya ក៏លែងមានអ្នកចូលចិត្តហើយក៏ត្រូវបានមិត្តភក្តិជុំវិញខ្លួនធ្វើបាបនិងធ្វើនៅសកម្មភាពដែលគេធ្លាប់ធ្វើដាក់ Soko ទាំងប៉ុន្មានឲ្យមកលើខ្លួនគេវិញនៅថ្ងៃមួយ Soya ក៏ប្រទះឃើញ Soko កំពុងតែជួយជួសតុរបស់ខ្លួនដែលត្រូវបានគេសរសេរបូលីចំណែកឯ Soya បែរជាខឹងនាងនិងស្ដីឲ្យនាងទៅវិញរីឯ Soko នាងនិយាយអ្វីមិនបានត្រឹមតែញញឹមយ៉ាងទន់ភ្លន់ចេញមកហើយ Soya ឃើញបែបនេះអារម្មណ៍របស់គេកាន់តែមួម៉ៅកាន់តែខ្លាំងថែមទាំងរុញនាងផងនិងស្ដីឲ្យនាងផងដោយទ្រាំមិនបាន Soko បានត្រឹមតែវាយប្រតែបតបជាមួយនឹង Soya តែប៉ុណ្ណោះមិនយូរប៉ុន្មាន Soko នាងក៏បានផ្លាស់ប្ដូរទៅរៀននៅសាលាផ្សេងក៏ព្រោះថានាងទៅបានមិត្តភក្តិនិង Soya ធ្វើបាបជាខ្លាំងជាច្រើនឆ្នាំបានកន្លងផុតទៅថ្ងៃមួយនៅឯក្លឹបរៀនភាសាកាយវិការ Soya បានជួបនឹង Soko ម្ដងទៀតដោយអស់រយៈពេលជាច្រើនឆ្នាំពេលជួបដំបូង Soko នាងមិនដឹងថានិយាយអ្វីជាមួយនឹងមនុស្សដែលតែងតែធ្វើបាបនាងនោះនាងក៏បានរត់ចាក់ចេញទៅហើយ Soya ក៏ព្យាយាមរត់ទៅតាមនិងបានប្រកួតសៀវភៅរបស់នាងកាលពីក្មេងឲ្យទៅនាងវិញហើយគាត់ក៏បាននិយាយជាភាសាកាយវិការសុំ Soko ធ្វើជាមិត្តភក្តិហើយ Soko វិញរំភើបស្ទើរតែស្រក់ទឹកភ្នែកទៅហើយពេលដែលឃើញបែបនេះព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ថ្ងៃនេះនៅតុអាហារម្ដាយរបស់ Soya បានរកឃើញប្រាក់មួយចំនួនដែល Soya បានរកមកហើយគាត់បានគម្រាមថាគាត់នឹងដុតវាចោលបើសិនជា Soya នៅតែចង់សម្លាប់ខ្លួនគាត់ចង់ឲ្យ Soya សន្យាថានឹងមិនសម្លាប់ខ្លួនទៀតទេហើយ Soya ក៏បានយល់ព្រមក៏ប៉ុន្តែសយអីទេលុយនឹងនៅតែឆេះរ៉ែហ្នឹងនៅពេលនេះ Soya គឺជាក្មេងប្រុសវិទ្យាល័យដែលកើតជំងឺ depression ម្នាក់ហើយគេបានមើលឃើញថាមនុស្សគ្រប់គ្នាក៏មានសញ្ញាខ្វែងនៅលើមុខទាំងអស់ហើយ Soya ក៏មិនចង់ឮសំឡេងនរណាម្នាក់នោះដែរគេគ្រាន់តែចង់ធ្វើការលុបលាងទោសកំហុសដែលគេបានធ្វើដាក់ Soko កាលពីមុននិងឲ្យនាងលើកលែងទោសមកឲ្យគេនៅក្នុងថ្នាក់ Soya ត្រូវបានគេនិយាយថានៅម្នាក់ឯងចឹងមិនឯកាទេឬហើយ Soya មានអារម្មណ៍ថាសំឡេងនៃមនុស្សគ្រប់គ្នាគឺពិតជារំខាននៅព្រឹកមួយ Soya ក៏បានឃើញក្មេងប្រុសម៉ាប់ម្នាក់ត្រូវបានគេធ្វើបាបនិងបានសុំជំនួយពីអ្នកដទៃដំបូង Soya គេហាក់ដូចជាមិនចង់ជួយប្រមាណនោះទេតែចុងក្រោយគេនៅតែជួយដដែលបន្ទាប់ពីនោះ Soya ក៏បានទិញនំប៉័ងមួយនិងបានទៅជួប Soko តែក៏ត្រូវបានក្មេងប្រុសម្នាក់រារាំងមិនឲ្យគាត់ជួបនាងនោះទេដូចនេះហើយ Soya ក៏បានត្រឡប់មកវិញនិងបានជួបជាមួយនឹង Tomohiro Nakasuka ដែលខ្លួនបានជួយកាលពីព្រឹកមិញ
ហើយទូម៉ូហេរ៉ូក៏បានអរគុណសម្រាប់ការជួយរបស់សូយ៉ារួចក៏ធ្វើឲ្យសញ្ញាខ្វែងធ្លាក់ចេញពីមុខរបស់ទូម៉ូហេរ៉ូតែម្ដងហើយអ្នកទាំងពីរក៏បានក្លាយជាមិត្តនឹងគ្នាចាប់ពីថ្ងៃនេះតទៅនៅពេលមួយពេលដែលពួកគេទៅញ៉ាំអីជាមួយនឹងគ្នាសូយ៉ាក៏បានសួរទៅកាន់ទូម៉ូហេរ៉ូថាមិត្តភាពវាមានន័យបែបណាដូចជាការរាប់អាននរណាម្នាក់អីហ្នឹងហើយទូម៉ូហេរ៉ូក៏បានតបមកវិញថាតាមពិតទៅយើងទាំងពីរគឺជាមិត្តនឹងគ្នាហើយឃើញទេវាពិតជាសាមញ្ញខ្លាំងណាស់មិនចាំបាច់មានច្បាប់ទម្លាប់អ្វីច្រើនឡើយចេញពីនេះទៅពួកគេក៏បានទៅជួបនឹងសូខូម្ដងទៀតតែក៏ត្រូវបានក្មេងប្រុសអ្នកនោះមិនឲ្យចូលថែមទាំងបាននិយាយថាគេក៏ជាសង្សាររបស់នាងទៀតផងលើបែបនេះទូម៉ូហេរ៉ូក៏បានក្តៅស្លឹកកាជានិងបានចេញមកឆ្លោះគ្នាជាមួយនឹងក្មេងប្រុសម្នាក់ហ្នឹងក៏ធ្វើឲ្យមានជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងឲ្យមនុស្សគ្រប់គ្នាចេញមកមើលដូច្នេះហើយក៏មានឱកាសឲ្យសូយ៉ានិងសូខូបានចេញទៅខាងក្រៅដើម្បីនិយាយគ្នាហើយសូយ៉ាបាននិយាយថាក៏ព្យាយាមខ្លាំងណាស់តម្រាំតែអាចបានមកឈរនិយាយគ្នាជាមួយនឹងនាងនៅពេលនេះតើពួកយើងអាចក្លាយជាមិត្តនឹងគ្នាបានដែរឬទេសូខូក៏បានតបមកវិញថានាងក៏ដូចគ្នាហើយអ្នកទាំងពីរក៏បានក្លាយជាមិត្តសាជាថ្មីនិងបោះចំណីឲ្យត្រីជាមួយនឹងគ្នានៅពេលហ្នឹងសូខូក៏បានដូរយកសភៅរបស់នាងចេញមកដែលមិនប្រយ័ត្នវាក៏បានធ្លាក់ចូលទៅក្នុងទឹកសូខូក៏បានលោតទៅតាមដើម្បីយកមកវិញតែអញ្ចឹងសូយ៉ាក៏បានលោតទៅតាមសូខូដែរមិនយូរនោះទេរឿងដែលសូយ៉ាលោតចូលទៅក្នុងទន្លេក៏ត្រូវបានបែកធ្លាយក៏ព្រោះតែវាត្រូវបានគេលួចបង្ហោះចូលទៅក្នុងអ៊ីនធឺណិតដោយបែបនេះខាងសាលាក៏ត្រូវផ្អាកការសិក្សារបស់សូយ៉ាមួយរយៈពេលសិនក៏ព្រោះថានៅក្នុងទន្លេមួយនេះគេហាមឃាត់មិនឲ្យលោតចូលនោះទេនៅព្រឹកមួយពេលដែលសូយ៉ាទៅយកប្អូនចេញពីរៀនក៏ប្រទះឃើញយូស៊ូរុនីស៊ីមីយ៉ាគេនៅក្នុងសួនកំសាន្តក្មេងៗមួយកន្លែងហើយគេក៏បាននិយាយថាខ្លួនគឺជាអ្នកបង្ហោះវីដេអូបែកធ្លាយរបស់សូយ៉ាដែលលោតចូលក្នុងទឹកទន្លេនៅថ្ងៃមុនក៏ប៉ុន្តែសូយ៉ាមិនបានខឹងអ្វីបន្តិចឡើយគាត់គិតថាវាក៏ជាកំហុសរបស់គាត់ផងដែរក្រោយពីហ្នឹងសូយ៉ាក៏ឃើញថាយូស៊ូរុមិនស្រួលខ្លួនក៏នាំទៅញ៉ាំអាហារនិងគេងនៅផ្ទះរបស់ខ្លួនមួយយប់សិននៅយប់ហ្នឹងយូស៊ូរុក៏បានលួចចាក់ចេញទាំងកណ្ដាលយប់ពេលហ្នឹងដែរសូយ៉ាក៏បានដឹងហើយក៏បានដើរមកតាមហើយយើងក៏បានដឹងការពិតថាយូស៊ូរុគឺជាប្អូនស្រីបង្កើតរបស់សូខូហើយនាងរត់ចាក់ចេញពីផ្ទះបែបនេះក៏ព្រោះតែនាងបានធ្វើឲ្យសូខូខឹងបន្ទាប់មកសូយ៉ាក៏បាននិយាយអំពីរឿងដែលខ្លួនធ្លាប់ធ្វើខុសទៅលើសូខូកាលពីនៅក្មេងនៅពេលនេះគាត់ពិតជាមានអារម្មណ៍ថាខុសខ្លាំងណាស់ចំពោះសូខូបន្ទាប់ពីនឹងសូយ៉ាក៏បានជូនយូស៊ូរុត្រឡប់ទៅផ្ទះវិញតែម្ដាយរបស់នាងមិនបានអរគុណគេនោះទេថែមទាំងតែកំភ្លៀងរបស់គេទៀតរួចគាត់ក៏បាននិយាយប្រាប់យូស៊ូរុថាកុំឲ្យនៅជិតមនុស្សបែបនេះទៀតរកស្អែកឡើងយូស៊ូរុនាងនៅតែយកឆាត់ទៅឲ្យសូយ៉ាដដែលនិងបានជូនគេទៅកន្លែងដែលសូខូនាងតែយកចំណីមកដាក់ឲ្យត្រីរួចសូខូក៏បានស្គាល់ថូម៉ូហេរ៉ូដែលជាមិត្តថ្មីរបស់សូយ៉ាបន្ទាប់ពីនោះអ្នកទាំងពីរក៏បាន add Facebook chat ជាមួយនឹងគ្នាមិនដូចអ្នកខ្លះនោះទេទៅដើរលេងចូលឆ្នាំឡើង3ថ្ងៃស្គាល់មុខគេហើយក៏មិនតែអាចបានស្គាល់ Facebook គេទៀតមិនយូរប៉ុន្មានអ្នកទាំងពីរក៏បាននាំគ្នាជិះរថភ្លើងទៅលេងមិត្តភ័ក្តិរបស់សូខូកាលពីក្មេងដែលនាងមានឈ្មោះថាមីយ៉ូកូសាហារ៉ានៅពេលដែលពួកគេបានជួបគ្នាហើយអ្នកទាំងពីរក៏បានអង្គុយនិយាយគ្នាយ៉ាងច្រើនដោយមិនចង់រំខានអ្នកទាំងពីរដូច្នេះហើយសូយ៉ាក៏បានសុំអ្នកទាំងពីរទៅបន្ទប់ទឹកនៅពេលដែលគេកំពុងតែធ្វើដំណើរទៅបន្ទប់ទឹកនោះគេក៏បានជួបជាមួយនឹងនាអូកាអ៊ូណូដែលជាមិត្តធ្លាប់ធ្វើបាបសូខូកាលពីនៅក្មេងហើយនាងកំពុងតែដើរចែកខិតប័ណ្ណហាងកាហ្វេដែលទើបតែបើកថ្មីក៏ប៉ុន្តែសូយ៉ាមិនបានចាប់អារម្មណ៍អ្វីច្រើនឡើយនៅពេលដែលត្រឡប់មកវិញសូយ៉ាក៏បាននាំថូម៉ូហេរ៉ូទៅលេងហាងកាហ្វេរបស់នាអូកាកំពុងតែធ្វើការក៏ប៉ុន្តែពួកគេមិនបានជួបនិយាយគ្នាអ្វីទេនៅថ្ងៃបន្ទាប់សូយ៉ាក៏បានជួបជាមួយនឹងនាអូកាម្ដងទៀតលើកនេះនាងក៏បានសុំទោសសូយ៉ានៅរឿងកាលពីក្មេងហើយនាងនឹងថាវាមិនមែនជារឿងធំដុំអ្វីឡើយហើយគ្រប់យ៉ាងក៏មិនមែនជាកំហុសរបស់នាងដែរវាជាកំហុសរបស់សូខូដែលបែបនេះបែរជាធ្វើឲ្យសូយ៉ាមានអារម្មណ៍ថាមិនល្អនឹងដេញនាងឲ្យចាក់ចេញទៅវិញតែនៅឱកាសនេះក៏បានរឿងខ្លាំងមែនទែនមិនព្រមចាក់ចេញទៅវិញទេបែរជាទៅឃើញសូខូនៅឯផ្លូវម្ខាងទៀតនឹងបានទៅលេងសើចនឹងធ្វើបែបនាងដូចជាការនៅក្មេងហើយលើកនេះសូយ៉ាគេបានកែប្រែគំនិតហើយគេបានទៅជួយសូខូគេបានព្យាយាមនិយាយការពារសូខូខ្លាំងមែនទែនរហូតធ្វើឲ្យនាអូកាដើរចាក់ចេញទៅវិញចំណែកឯសូខូវិញនៅពេលហ្នឹងនាងមិនបានស្ដាប់ឮអ្វីនោះឡើយនាងត្រូវបាននាអូកាដោះយកប្រដាប់ជំនួយរាជារបស់នាងចេញបាត់នៅថ្ងៃបន្ទាប់សូខូបានតែងខ្លួនយ៉ាងស្អាតដើម្បីទៅជួបជាមួយនឹងសូយ៉ានៅពេលដែលនាងបានជួបជាមួយនឹងសូយ៉ានាងក៏បានយកស្គរគ្រាប់មួយចំនួនទៅជូនគេរួចនាងក៏បាននិយាយសារភាពស្នេហ៍ទៅកាន់សូយ៉ា The moon? ហើយក៏ដោយសារតែនាងនិយាយមិនច្បាស់ដូច្នេះហើយក៏ធ្វើឲ្យសូយ៉ាគិតថានាងនិយាយអំពីលោកខែទៅវិញដោយសូខូនាងអៀនខ្លាំងពេកនាងក៏បានរត់ចាក់ចេញពីសូយ៉ាបាត់ទៅទុកឲ្យអាប៉ែនឹងនៅឆ្ងល់ម្នាក់ឯងហ្នឹងទៅដែលសូយ៉ានឹងគេឆ្ងល់ខ្លាំងពេកថាមាននឹងអីកាត់ឡើងហើយគេនឹងក៏អត់តន់យល់ដែរថាអីជាស្នេហាដូច្នេះហើយគេក៏បានយករឿងទាំងអស់ហ្នឹងនិយាយទៅកាន់យូស៊ូរុក៏ព្រោះតែគេនឹងចង់ដឹងថាសូខូនាងចង់បានន័យអ្វីហើយយូស៊ូរុក៏បានតបមកវិញថាបើសិនជាគេចង់ដឹងឲ្យគេនឹងបបួលនាងទៅដើរលេងទៅហើយសូយ៉ាក៏ធ្វើអញ្ចឹងមែនថ្ងៃដើរលេងក៏បានមកដល់នៅឱកាសនៅជាមួយនឹងសូខូក៏បានជួបគ្នាម្ដងទៀតរួចអ្នកទាំងអស់គ្នាក៏បានទៅលេងល្បែងកម្សាន្តជាមួយនឹងគ្នាយ៉ាងសប្បាយ
បន្ទាប់មកអ្នកឱកាសក៏បានទៅនិយាយជាមួយនឹងសូយ៉ាហើយនាងនៅតែបន្តកំហុសគ្រប់យ៉ាងទៅលើសូខូតែបើសិនជាគ្មាននាងឬគ្រប់យ៉ាងក៏មិនបានកើតឡើងហើយពួកគេទាំងអស់គ្នានៅតែជាមិត្តភក្តិល្អជាមួយនឹងគ្នាចំណែកឯសូយ៉ាវិញគេមិនបានគិតបែបនេះទេភ្លាមនឹងអ្នកឱកាសក៏បានទៅអូសដៃរបស់សូខូឡើងទៅជីកន្ត្រកហោះជាមួយនឹងគ្នាក៏ប៉ុន្តែមុននឹងឡើងទៅយូសារុក៏បានដាក់កាមេរ៉ាទៅលើខ្លួនរបស់សូខូសិនហើយយើងក៏បានដឹងថាអ្នកឱកាសនាងបាននិយាយអ្វីខ្លះនាងបាននិយាយថានាងពិតជាស្អប់ទៅលើសូខូខ្លាំងណាស់ក៏ព្រោះតែនាងទៅធ្វើឲ្យទំនាក់ទំនងរបស់នាងជាមួយនឹងសូយ៉ាត្រូវខ្លាចជាបែបនេះហើយនាងនៅតែមិនទទួលស្គាល់ថាអ្វីដែលនាងធ្លាប់បានធ្វើដាក់ទៅលើសូខូកាលពីក្មេងនោះក៏ជាកំហុសរបស់នាងដែរអ្នកឱកាសក៏បានបន្តនិយាយទៀតថាអ្វីដែលនាងបានធ្វើទាំងអស់នេះវាក៏មិនមែនជាទង្វើដែលខុសនោះដែរបើទោះបីជាសូខូមិនមែនជាអ្នកខុសនាងនៅតែសុំទោសអ្នកឱកាសតែនាងនៅតែត្រូវបានអ្នកឱកាសតែកំភ្លៀងរួចក៏បានដាក់ចាក់ចេញទៅកាត់ចូលមកកាន់ពេលនៅសាលារៀនមីគីនាងខ្លាចថារឿងគ្រប់យ៉ាងកាលពីនៅក្មេងនោះត្រូវបានបែកធ្លាយដូច្នេះហើយនាងក៏បានទម្លាយរឿងគ្រប់យ៉ាងរបស់សូយ៉ាឲ្យគ្រប់គ្នាបានដឹងថាសូយ៉ានឹងបានធ្វើបាបទៅលើសូខូបែបណាខ្លះរួចហើយគ្រប់គ្នាក៏បានជុំគ្នាម្ដងទៀតហើយនាយអាកានិងមីគីបានឆ្លោះប្រកែកគ្នារឿងដែលបានកើតឡើងកាលពីក្មេងដែលត្រង់មិនបានទៀតសូយ៉ាក៏បានប្រាប់ឲ្យគ្រប់គ្នាឈប់ហើយគាត់ក៏បានអង្គុយអោនក្បាលចុះរួចនិយាយថារឿងគ្រប់យ៉ាងគឺមកពីគាត់ទាំងអស់ហើយគាត់ក៏បាននិយាយបន្ថែមអំពីរឿងមិនល្អរបស់អ្នកគ្រប់គ្នាដូច្នេះហើយអ្នកទាំងអស់គ្នាក៏បានអន់ចិត្តនិងបានចាក់ចេញត្រឡប់ទៅវិញអស់នៅសល់តែសូខូនិងសូយ៉ានៅថ្ងៃបន្ទាប់យើងក៏បានដឹងថាលោកយាយរបស់សូខូបានចែកឋានបាត់ទៅហើយយូសារុនិងសូខូបានកាន់ទុកឲ្យលោកយាយផងដែរដើម្បីឲ្យសូខូនឹងបានសប្បាយចិត្តឡើងមកវិញសូយ៉ាក៏បាននាំនាងទៅដើរលេងនៅតាមភ្នំជនបទមួយកន្លែងបន្ទាប់ពីរឿងទាំងអស់នោះសូយ៉ាគាត់បានគិតថាគាត់នៅតែមិនទាន់យល់ច្បាស់ពីសូខូនោះទេតែគាត់ព្យាយាមធ្វើជាសប្បាយនិងនិយាយលេងសើចជាមួយនឹងនាងឲ្យបានច្រើននៅថ្ងៃនេះផងដែរក៏ជាថ្ងៃខួបកំណើតរបស់ម្ដាយសូខូទើបអ្នកទាំងបីមកធ្វើនំខេកជាមួយនឹងគ្នាដើម្បី surprise គាត់ហើយពិតជាសំណាងណាស់នៅពេលដែលម្ដាយរបស់សូខូបានឃើញសូយ៉ាហើយគាត់បានសម្លាប់សូយ៉ាមិនយូរប៉ុន្មានថ្ងៃនៃបុណ្យរដូវក្តៅក៏បានមកដល់អ្នកទាំងអស់គ្នាក៏បានទៅមើលកាំជ្រួចជាមួយនឹងគ្នាហើយសូយ៉ាក៏បានសួរថ្ងៃខួបកំណើតរបស់សូខូផងដែររួចនាងក៏បានប្រាប់សូយ៉ាទៅតាមនឹងទៅបានបន្តិចសូខូនឹងបានសុំសូយ៉ាត្រឡប់ទៅផ្ទះមុនដោយកុហកថានាងត្រូវបង្ហើយកិច្ចការផ្ទះនិងមិនឲ្យសូយ៉ាចូលនាងទៅនោះទេតែចៃដន្យអីពេលហ្នឹងយូសារុក៏បានភ្លេចកាមេរ៉ានៅឯផ្ទះដូច្នេះហើយក៏បានសុំឲ្យសូយ៉ាទៅយកឲ្យនាងបន្តិចនៅពេលមកដល់សូយ៉ាបែរជាឃើញថាសូខូនឹងចង់លោតសម្លាប់ខ្លួនជាមួយនឹងសម្លេងកំជ្រួចដ៏ខ្លាំងទៅវិញឃើញបែបនេះសូយ៉ាក៏បានលុតទៅជួយនាងរួចបាននិយាយរឿងល្អៗជាច្រើនកាលកន្លងមកនិងសុំទោសសូខូសម្រាប់រឿងកាលពីមុនដូច្នេះហើយក៏ធ្វើឲ្យសូខូនឹងមានកម្លាំងចិត្តនិងព្យាយាមតមកខាងលើវិញក៏ប៉ុន្តែសូយ៉ាបែរជាត្រូវធ្លាក់ចូលទៅខាងក្រោមនិងមានរបួសយ៉ាងធ្ងន់ត្រូវចូលមន្ទីរពេទ្យនៅថ្ងៃបន្ទាប់ម្ដាយរបស់សូយ៉ាបានជួបជាមួយនឹងម្ដាយរបស់សូខូនិងយូសារុនៅឯមន្ទីរពេទ្យហើយអ្នកទាំងពីរក៏បានលុតជង្គង់សុំទោសចំពោះអ្វីដែលបានកើតឡើងទៅលើសូយ៉ាចំណែកឯសូខូនៅពេលនេះនាងត្រូវបានអ្នកឱកាសវាយយ៉ាងដំណំថែមទាំងបន្ទោសនៅរឿងគ្រប់យ៉ាងទៅលើសូខូនិងបាននិយាយថានាងពិតជាគ្មានអ្វីក្រៅពីពាក្យសុំទោសនោះទេភ្លាមនឹងផងដែរម្ដាយរបស់សូខូក៏បានចេញមកនិងវាយទៅលើអ្នកដែលបានវាយធ្វើបាបទៅលើកូនគាត់ហើយម្ដាយរបស់សូខូនិងអ្នកឱកាសក៏បានវាយគ្នាតែក៏ត្រូវបានម្ដាយរបស់សូយ៉ាចេញមកគាត់រួចគាត់ក៏បានដើរទៅរកសូខូគាត់មិនត្រឹមតែមិនបន្ទោសទៅលើនាងនោះទេថែមទាំងសួរអំពីសុខទុក្ខរបស់នាងទៀតផងនៅពេលនេះសូខូនាងបានទៅរកមិត្តគ្រប់គ្នាដើម្បីព្យាយាមឲ្យពួកគេផ្សារនិងមកត្រូវគ្នាថែមទាំងបានលើកទឹកចិត្តឲ្យពួកគេជំនះនូវភាពកំសាន្តរបស់ពួកគេមិត្តដែលសូខូនាងត្រូវប្រឈមមុខចុងក្រោយនេះគឺជានាយឱកាបើទោះបីជានាងព្យាយាមទៅជួបនាយឱកាច្រើនដូចយ៉ាងណាក៏នាងមិនព្រមនិយាយជាមួយនឹងសូខូដែរលុះដល់ថ្ងៃមួយសូខូនាងនៅតែទៅជួបនឹងនាយឱកាម្ដងទៀតទាំងកណ្ដាលមេឃភ្លៀងម្ដងនេះពិតជាបានផលមែនទែននៅយប់មួយសូខូនាងបានសុបិនឃើញថាសូយ៉ាបានចាក់ចេញពីនាងនៅពេលដែលនាងភ្ញាក់ឡើងនាងក៏បានរត់ទៅរកសូយ៉ាតែម្ដងចំណែកឯសូយ៉ាវិញនៅពេលនេះគេក៏បានដឹងខ្លួននិងបានស្រែកហៅឈ្មោះរបស់សូខូរួចក៏បានរត់ទៅរកសូខូដូចគ្នាហើយអ្នកទាំងពីរក៏បានជួបគ្នានៅលើស្ពានមួយដែលពួកគេទាំងពីរតែមកដាក់ចំណីឲ្យត្រីជាមួយនឹងគ្នាកាលពីមុននៅពេលដែលបានជួបនិយាយគ្នានោះអ្នកទាំងពីរក៏បានសុំទោសគ្នាទៅវិញទៅមកតាំងពីរឿងដែលបានកើតឡើងកាលពីនៅក្មេងនិងរឿងដែលបានកើតឡើងថ្មីៗនេះហើយអ្នកទាំងពីរក៏បានអត់ឱនទោសឲ្យគ្នាទៅវិញទៅមកហើយសន្យាថានឹងត្រូវការគ្នារហូតប៉ុន្មានថ្ងៃក្រោយមកសូយ៉ាក៏បានចេញពីមន្ទីរពេទ្យហើយគាត់ក៏បានជួបជាមួយនឹងអ្នកឱកាហើយនាងក៏បានសុំទោសគាត់ចេញពីចិត្តនិងបាននិយាយថាតាមពិតទៅរឿងកាលពីក្មេងនោះមិត្តភក្តិគ្រប់គ្នាបានព្យាយាមជួយគាត់រួចបាត់ទៅហើយនៅថ្ងៃបន្ទាប់ខាងសាលាក៏ធ្វើជាពិធីបុណ្យដើម្បីជួបជុំគ្នាហើយនៅថ្ងៃនេះផងដែរមិត្តគ្រប់គ្នាបានមកជុំគ្នាម្ដងទៀតហើយពួកគេក៏បាននិយាយសុំទោសគ្នាទៅវិញទៅមកទាំងអស់គ្នាតែម្ដងនិងបានប្រាប់ថាឲ្យបំភ្លេចរឿងដែលមិនល្អចោលទាំងអស់ទៅរួមទាំងអ្នកឱកាផងដែរនៅពេលនេះសូខូនិងអ្នកឱកាក៏បានត្រូវគ្នាមកវិញហើយ
ហើយនៅទីបំផុតសូយ៉ាក៏អាចទម្លាក់ចុះនៅរឿងដែលមិនល្អដែលបានកើតឡើងកាលពីមុននៅពេលនេះអ្វីដែលបានខំធ្វើខំលុបលាងចំពោះកំហុសគឺអាចធ្វើបានហើយសម័យអតីតកាលទាំងឡាយក៏បានរលាយបាត់ទៅបានសល់នៅតែភាពក្តីសោកនិងភាពរីករាយរស់នៅបន្តទៅមុខទៀតជាមួយនឹងមនុស្សគ្រប់គ្នានៅក្នុងរឿងមួយនេះគេចង់បញ្ជាក់ឲ្យយើងដឹងថានៅពេលដែលយើងបានប្រព្រឹត្តអ្វីមួយខុសត្រូវចេះទទួលស្គាល់កំហុសនិងព្យាយាមលុបលាងកំហុសមួយនោះឲ្យបានបើទោះបីជាបុគ្គលដែលយើងបានធ្វើដាក់មិនលើកលែងឬក៏លើកលែងយើងក៏នៅតែបន្តធ្វើល្អបន្តទៀតមិនថាម្នាក់នោះឬក៏អ្នកដទៃនោះទេយើងត្រូវតែព្យាយាមធ្វើល្អដាក់ពួកគេទាំងអស់នៅរឿងដែលល្អនឹងធ្វើឲ្យយើងមានភាពល្អប្រសើរមកវិញម្យ៉ាងទៀតនោះការដែលយើងធ្វើបាបឬក៏និយាយពាក្យមិនល្អទៅកាន់អ្នកដទៃយើងអាចនឹងមិនចងចាំឬក៏មិនចាប់អារម្មណ៍វាបានប៉ុន្តែមនុស្សដែលយើងបានធ្វើដាក់គេនឹងចងចាំរាល់ទង្វើដែលយើងបានធ្វើដាក់ទៅលើខ្លួនគេពេញអស់មួយជីវិតសួស្តីអ្នកទាំងអស់គ្នាខ្ញុំកងណៃថែលសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយវីដេអូនេះផងដែរខ្ញុំមានសាច់រឿងមួយដែលមានចំណងជើងថា Weathering with You អញ្ចឹងកុំឲ្យស៊ីម៉ងអ្នកទាំងអស់គ្នាយើងចូលទៅកាន់សាច់រឿងនេះទាំងអស់គ្នាផ្ដើមសាច់រឿងមួយនេះគេក៏បានមកហៅយើងឃើញក្មេងប្រុសម្នាក់ដែលគេមានឈ្មោះថាហូដាកាជាសិស្សអនុវិទ្យាល័យនិងមានអាយុ16ឆ្នាំដោយគេមានបំណងចង់រត់ចាក់ចេញពីផ្ទះនិងទៅរស់នៅក្នុងទីក្រុងនៅភ្លាមនឹងសាលាដែលគេកំពុងតែជិះនោះក៏ស្រាប់តែត្រូវបានព្យុះវាយប្រហារហើយគេសង្ឃតែត្រូវបានធ្លាក់ចេញពីសាលាទៅហើយតែក៏ត្រូវបានបរិសុទ្ធម្នាក់ជួយហើយបរិសុទ្ធម្នាក់នោះមានឈ្មោះថាខៃស៊ូកេស៊ូកាបន្ទាប់ពីនោះហូដាកាក៏បានបង្ហោះសាររកការងារធ្វើចូលទៅក្នុងអ៊ីនធឺណិតរួចមកខៃស៊ូកេក៏បានសួរថាហេតុអ្វីបានជាគេមកទីក្រុងម្នាក់ឯងអញ្ចឹងហើយហូដាកាក៏បានតបទាំងកុហកថាគេមកទីនេះគឺគ្រាន់តែមកលេងសាច់ញាតិរបស់គេនៅពេលវិស្សមការតែប៉ុណ្ណោះតែខៃស៊ូកេក៏ដឹងហើយថាក្មេងប្រុសដែលឈរនៅពីមុខគេនេះដូចជានិយាយកុហកតែគេក៏មិនបានខ្វល់អ្វីច្រើនឡើយគេគ្រាន់តែទុកនេះមកបានមួយរួចក៏បានចាក់ចេញទៅនៅពេលដែលហូដាកាបានមកដល់ក្នុងទីក្រុងគេបានព្យាយាមរកការងារធ្វើគ្រប់ទីកន្លែងក៏ប៉ុន្តែដោយសារតែគេគ្រាន់តែជាសិស្សអនុវិទ្យាល័យនិងមានអាយុមិនគ្រប់នោះគ្មាននរណាគេម្នាក់ព្រមឲ្យគេធ្វើការងារនោះទេអញ្ចឹងហើយហូដាកាក៏អត់មានការងារធ្វើហើយលុយរបស់ហូដាកាដែលទុកសម្រាប់ចាយនោះក៏ជិតអស់ទៀតមានពេលមួយនៅពេលដែលហូដាកាចេញមកខាងក្រៅនោះក៏ត្រូវបានប៉ូលីសកាក់សួរនាំក៏ព្រោះតែគេគ្រាន់តែជាក្មេងមិនទាន់គ្រប់អាយុដូច្នេះហើយគេមិនអាចចេញមកខាងក្រៅម្នាក់ឯងបានទេដោយភ័យខ្លាចថានឹងត្រូវប៉ូលីសចាប់នោះហូដាកាក៏បានព្យាយាមរត់ចាក់ចេញពីប៉ូលីសក្រោយពីរត់រួចចេញពីប៉ូលីសហើយគេក៏បានរើសបានរបស់មួយរួចគេក៏បានរើសវាដាក់ចូលនៅក្នុងកាបូបទៅក្រោយមកនៅពេលដែលហូដាកាយករបស់នោះមកបើកមើលតាមពិតទៅនៅក្នុងនោះវាគឺជាកាំភ្លើងមួយសោះដូច្នេះហើយក៏ធ្វើឲ្យហូដាកាមានអារម្មណ៍ថារៀបភ្ញាក់ផ្អើលបន្តិចដែរនៅក្នុងហាងមួយនោះក៏មានក្មេងស្រីម្នាក់ផងដែរដោយនាងឃើញថាហូដាកាគេអត់មានរបស់អីញ៉ាំដូច្នេះហើយនាងក៏បានឲ្យ burger មួយឲ្យគេញ៉ាំទៅហើយនេះក៏ជាអាហារដ៏ឆ្ងាញ់មួយសម្រាប់គេនៅក្នុងអាយុ16ឆ្នាំនេះក្រោយមកហូដាកាក៏បាននឹកឃើញទៅដល់ហាងរបស់ខៃស៊ូកេដូច្នេះហើយគេក៏បានធ្វើដំណើរទៅហាងមួយនោះតែម្ដងនៅពេលទៅដល់គេមិនបានជួបជាមួយនឹងខៃស៊ូកេនោះទេគេបែរជាជួបជាមួយនឹងណាត់ស៊ូមីទៅវិញដែលនាងគឺជាក្មួយស្រីរបស់ខៃស៊ូកេហើយនាងថែមទាំងយល់ច្រឡំថាគេគឺជាអ្នកមកធ្វើការទៀតផងបានបន្តិចខៃស៊ូកេក៏បានមកដល់ហាងវិញហើយគេក៏បានប្រាប់នឹងណែនាំអំពីការងារដែលហូដាកាត្រូវធ្វើគឺជាការងារមួយដែលដើរស្រង់ព័ត៌មានចេញអំពីរឿងរ៉ាវផ្សេងៗជាពិសេសក៏ជារឿងក្មេងស្រីដែលអាចសុំពលឺព្រះអាទិត្យបានបន្ទាប់ពីស្រង់បានហើយនឹងយករឿងរ៉ាវទាំងអស់នេះមកសរសេរជាអត្ថបទហើយការងារនៅថ្ងៃដំបូងរបស់គេនោះគឺទៅជួបជាមួយនឹងគ្រូទីម្នាក់និងបានសួរនាំអំពីក្មេងស្រីដែលអាចសុំពលឺព្រះអាទិត្យហើយពួកគេក៏បានដឹងថាក្មេងស្រីបែបនេះកើតមកមានមិនច្រើននោះទេហើយពួកនាងត្រូវបានការពារទៅដោយនាងនៅលើមេឃហើយការដែលពួកគេសុំពលឺព្រះអាទិត្យកាន់តែច្រើននោះនឹងធ្វើឲ្យពួកគេអស់ថាមពលផងដែរបើសិនជាពួកគេប្រើថាមពលនេះកាន់តែច្រើននោះរាងកាយរបស់ពួកគេនឹងបាត់បង់ទៅទាំងមូលតែម្ដងក្រោយពីប្រមូលព័ត៌មានទាំងអស់នេះហើយហូដាកាក៏បានយកវាមកសរសេរជាអត្ថបទហើយគេក៏បានបង្ហាញអត្ថបទទាំងអស់នោះទៅឲ្យខៃស៊ូកេបានមើលហើយខៃស៊ូកេក៏បានពេញចិត្តជាខ្លាំងចឹងហើយគេក៏បានប្រាប់ឲ្យហូដាកាមករស់នៅទីនេះជុំគ្នាតែម្ដងហើយនេះក៏ជាជីវិតថ្មីរបស់ហូដាកាដែលគេមករស់នៅទីនេះមិនថាការងារផ្ទះការងារសរសេរអត្ថបទឬក៏ការងារអ្វីទេគឺគេធ្វើវាទាំងអស់ហើយក៏មានពេលខ្លះគេចេញទៅខាងក្រៅដើរលេងផងនិងស្រង់ព័ត៌មានអំពីក្មេងស្រីដែលសុំពលឺព្រះអាទិត្យផងហើយពួកគេទាំង3នាក់រស់នៅបែបនេះជាមួយនឹងគ្នាយ៉ាងរីករាយហើយខ្ញុំក៏សូមបញ្ជាក់ថានៅក្នុងរឿងមួយនេះគឺគេបានបង្ហាញអំពីទីក្រុងតូក្យូដែលនៅទីនេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃហើយពលឺព្រះអាទិត្យវិញសឹងតែគ្មានដូច្នេះហើយមនុស្សដែលរស់នៅទីនេះគឺមិនស្រួលទេមានពេលមួយហូដាកាក៏បានប្រទះឃើញក្មេងស្រីដែលឲ្យ burger ខ្លួនញ៉ាំនៅថ្ងៃមុននោះនាងត្រូវបានបរិសុទ្ធម្នាក់លួងលោមនិងធ្វើរឿងអ្វីមួយដែលជាមិនល្អដូច្នេះហើយគេក៏បានទៅជួយនាងក្រោយពីរត់បានបន្តិចក៏ត្រូវបានគ្នាបរិសុទ្ធម្នាក់នោះកាប់ពីមុខជាប់ហើយហូដាកាក៏ត្រូវបានបរិសុទ្ធម្នាក់នោះវាយឲ្យដួលទៅនឹងដីភ្លាមនឹងហូដាកាក៏បានដោយកកំភ្លើងដែលខ្លួនរើសបាននៅថ្ងៃមុននោះចេញមកហើយក៏ចង់បាញ់បរិសុទ្ធម្នាក់នោះតែគេបែរជាបាញ់ខុសទៅត្រូវជាមួយនឹងអំពូលភ្លើងតាមផ្លូវក៏ប៉ុន្តែក៏ធ្វើឲ្យបរិសុទ្ធម្នាក់នោះមានអារម្មណ៍ថាភ័យបន្តិចដែរហើយនេះក៏ជាឱកាសដែលធ្វើឲ្យអ្នកទាំងពីរអាចរត់ចាក់ចេញ
ពីទីនោះបានក្រោយបរត់មកដល់អគារមួយក្មេងស្រីម្នាក់នោះបែរជាខឹងហូដាកាទៅវិញនឹងបានសួរទៅហូដាកានឹងគឺជាអ្នកគេហើយគេបានកំភ្លើងមួយនោះមកពីណាគេដឹងទេថាគេស្ទើរតែស្លាប់មនុស្សម្នាក់ហើយក៏ប៉ុន្តែហូដាកាក៏មិនបានតបតអ្វីឡើយរួចក្មេងស្រីម្នាក់នោះក៏បានដើរចាក់ចេញទៅហើយហូដាកាគេក៏បានទាញកំភ្លើងមួយនោះចេញមករួចគេក៏បានបោះវាចោលទៅលើដីបានបន្តិចក្មេងស្រីម្នាក់នោះក៏បានដើរត្រឡប់មកវិញហើយនាងបានប្រាប់ថានាងត្រូវបានបណ្តេញចេញពីកន្លែងការងារហើយនាងក៏នឹកឃើញថាហូដាកានឹងគឺជាក្មេងប្រុសម្នាក់ដែលនាងបានឲ្យ burger នៅថ្ងៃមុននោះក្រោយពីនឹងក្មេងស្រីម្នាក់នោះក៏បាននាំហូដាកាទៅលើកំពូលអគារដ៏ខ្ពស់មួយនៅពេលទៅដល់នាងក៏បានបង្ហាញសមត្ថភាពរបស់នាងដែលអាចសុំឲ្យមានពន្លឺព្រះអាទិត្យរួចនាងក៏បានប្រាប់ឈ្មោះរបស់នាងដែលនាងមានឈ្មោះថាហ៊ីណាអាម៉ាណូនិងបានសួរអាយុរបស់ហូដាកាហើយយើងក៏បានដឹងថាហ៊ីណានាងមានអាយុ18ឆ្នាំអញ្ចឹងហើយនាងបងហូដាការហូតដល់ទៅ2ឆ្នាំកាលមួយថ្ងៃបន្ទាប់នៅក្នុងទីក្រុងក៏ស្រាប់តែមានរឿងចម្លែកបានកើតឡើងគឺថាមានភ្លៀងធ្លាក់ដែលមានរូបរាងចម្លែកដូចទៅនឹងត្រីមកទៅវាពិតជាចម្លែកខ្លាំងណាស់ប្រហែលថ្ងៃក្រោយមកហូដាកាក៏បានយកចំណីអាហារមួយចំនួនទៅឲ្យហ៊ីណានៅផ្ទះរបស់នាងចឹងហើយហ៊ីណាក៏បានខកឲ្យហូដាកានឹងញ៉ាំអាហារជាមួយនឹងគ្នានៅផ្ទះរបស់នាងហ្មងទៅចាំនាងជាអ្នកធ្វើម្ហូបឲ្យគេញ៉ាំហើយយើងក៏បានដឹងថាហ៊ីណានាងមិនមែននៅផ្ទះតែម្នាក់ឯងនោះទេគឺថានាងនៅផ្ទះជាមួយនឹងប្អូនប្រុសរបស់នាង Bon appetit. ក្រោយពីអ្នកទាំងពីរបានញ៉ាំអាហាររួចអ្នកទាំងពីរក៏បានធ្វើ poster មួយដើម្បីបង្ហោះចូលនៅក្នុងអ៊ីនធឺណិតតែនៅក្នុង poster នោះក៏បាននិយាយថាអ្នកដែលជួលពួកគេឲ្យសុំពន្លឺព្រះអាទិត្យនោះគឺចំណាយម្ដងតែ $3,000 នោះទេនឹងអាចជួលឲ្យពួកគេនឹងអាចសុំពន្លឺព្រះអាទិត្យបានហើយក្រោយពីអ្នកទាំងពីរបានបង្ហោះ poster នោះចូលទៅក្នុងអ៊ីនធឺណិតហើយបងប្រុសរបស់ហ៊ីណាក៏បានមកដល់ផ្ទះវិញហើយគេមានឈ្មោះថា Nagi Amono ហើយភ្លាមនឹងពិតជាសំណាងល្អខ្លាំងមែនតើគ្រាន់តែពួកគេបង្ហោះចូលភ្លាមគឺមានអ្នកជួលឲ្យពួកគេនឹងទៅសុំពន្លឺព្រះអាទិត្យនៅថ្ងៃស្អែកនេះលុះស្អែកឡើងហូដាកាក៏បានយកឆ័ត្រថ្មីមួយទៅឲ្យហ៊ីណារួចពួកគេទាំង3នាក់ក៏ធ្វើដំណើរទៅកន្លែងដែលគេបានជួលនោះនៅពេលដែលមកដល់ហ៊ីណាក៏បានចាប់ផ្ដើមការបួងសួងរបស់នាងហើយនាងពិតជាអាចសុំឲ្យកន្លែងនោះមានពន្លឺព្រះអាទិត្យបានមែនក្រោយពីពួកគេធ្វើការទាំងអស់នេះបានរួចរាល់ពួកគេក៏ទទួលបានលុយរហូតដល់ទៅ $20,000 ឯណោះហើយនេះពិតជាលើសអំពីអ្វីដែលពួកគេរំពឹងទុកទៅទៀតដូច្នេះហើយក៏ធ្វើឲ្យពួកគេទាំង3នាក់សប្បាយចិត្តខ្លាំងមែនទែនដែលបែបនេះក្មេងទាំង3នាក់ក៏អាចរកលុយអំពីការងារមួយនេះបានយ៉ាងច្រើនឡើងហើយថែមទាំងទទួលបានការអរគុណអំពីមនុស្សដែលបានជួបពួកគេទៀតក៏ព្រោះថាមនុស្សនៅក្នុងទីក្រុងមួយនេះមិនថាអ្នកណាគេនោះទេគឺសុទ្ធតែមានហេតុផលរៀងៗខ្លួនដើម្បីអាចមើលឃើញនិងត្រូវការពន្លឺព្រះអាទិត្យមានថ្ងៃមួយក្រោយពីហ៊ីណានាងបានបួងសួងសុំពន្លឺព្រះអាទិត្យហើយនាងក៏បាននិយាយទៅកាន់ហូដាកាថានៅពេលនេះនាងអាចរកឃើញខ្លួនឯងហើយនាងអាចរកឃើញអំពីអ្វីដែលនាងត្រូវធ្វើហើយនៅពេលនេះនាងពិតជាពេញចិត្តនឹងការងារនេះណាស់នាងពិតជាអរគុណទៅកាន់ហូដាកាខ្លាំងមែនទែនដែលបានផ្ដល់គំនិតមួយនេះមកឲ្យនាងមកមើលខេស៊ូកេវិញមួយរយៈនេះគាត់មានអារម្មណ៍ថារៀងចម្លែកដែរដែលថាហូដាកាតែនៅធ្វើការនៅខាងក្រៅរហូតហើយតាមការសន្ទនារបស់ខេស៊ូកេជាមួយនឹងណាត់ស៊ូមីវិញយើងក៏បានដឹងថាខេស៊ូកេបានផ្ដល់ប្រាក់ខែទៅឲ្យហូដាកាត្រឹមតែ $3,000 នោះទេក្នុងមួយខែចឹងហើយស្មើនឹងគាត់នឹងគេងប្រវាញ់ក្មេងហើយចំណែកហូដាកាវិញក៏មានកម្រងថានឹងធ្វើការងារមួយនេះត្រឹមតែមួយរយៈទៀតប៉ុណ្ណោះនៅពេលដែលបានលុយល្មមហើយពួកគេនឹងឈប់ហើយរួចយើងក៏បានដឹងថាម្ដាយរបស់ហ៊ីណានឹងបានស្លាប់ទៅហើយយើងកាត់មកមើលពីអ្នកពូនឹងក្មួយនេះវិញពួកគេទាំងពីរនាក់ក៏បានមកកន្លែងមួយនិងបានសួរនាំលោកតាម្នាក់ដែលនៅទីនោះអំពីក្មេងស្រីដែលអាចសុំពន្លឺព្រះអាទិត្យបានហើយលោកតាដែលនៅទីកន្លែងមួយនោះគាត់ក៏បានប្រាប់អំពីព័ត៌មានខ្លះៗទៅពួកគេទៅមួយរយៈនេះក៏មានប៉ូលីស2នាក់កំពុងតែតាមដានហូដាកាផងដែរដែលម្នាក់នេះមានឈ្មោះថាខៃហើយម្នាក់រៀងចំណាស់នេះមានឈ្មោះថាយ៉ាស៊ុយពួកគាត់ទាំងពីរនឹងកំពុងតែតាមដានហូដាកាអំពីរឿងដែលគេបានបាញ់កំភ្លើងនៅថ្ងៃមុនយើងត្រឡប់មកមើលហូដាកាជាមួយនឹងណាហ្គីវិញនៅពេលនេះពួកគេកំពុងតែនិយាយគ្នាថាតើគួរទិញកាដូអ្វីទៅឲ្យហ៊ីណានៅថ្ងៃខួបកំណើតរបស់នាងឬយើងក៏បានដឹងថាហូដាកាបានលងស្រឡាញ់ទៅលើហ៊ីណាហើយណាហ្គីក៏បានប្រាប់ហូដាកាថាទោះបីជាយ៉ាងណាហូដាកាក៏មិនត្រូវធ្វើឲ្យបងស្រីរបស់ខ្លួនពិបាកចិត្តទេក៏ព្រោះតែនាងបានខិតខំនិងប្រឹងប្រែងធ្វើការងារខ្លាំងមែនតើដើម្បីខ្លួនចាប់តាំងពីថ្ងៃដែលម្ដាយរបស់ពួកគេបានស្លាប់ទៅចេញពីនឹងទៅហូដាកាក៏បានទិញចិញ្ចៀនមួយទៅឲ្យហ៊ីណាហើយគេថានឹងជួលនាងនៅពេលដែលនាងបួងសួងរួចនៅថ្ងៃស្អែកលុះពេលស្អែកឡើងយើងក៏បានដឹងថាអ្នកដែលបានជួលពួកគេនោះក៏ជាលោកខៃស៊ូកេសោះហើយគាត់ក៏មានកូនស្រីម្នាក់ដែរដែលកូនស្រីរបស់គាត់នេះគឺនាងមានជំងឺហឺតអញ្ចឹងហើយនាងក៏នៅជាមួយនឹងលោកយាយរបស់នាងហើយនាងក៏មិនសូវដែរបាននៅក្បែរខៃស៊ូកេទេហើយនៅពេលហ្នឹងខៃស៊ូកេជាមួយនឹងហ៊ីណាក៏បានស្គាល់គ្នាបានបន្តិចណាសាមីក៏បានមកដល់ដូចគ្នាហើយខៃស៊ូកេជាមួយនឹងហូដាកាក៏បានទៅលេងជាមួយនឹងក្មេងទៅទុកឲ្យហ៊ីណាជាមួយនឹងណាសាមីនិយាយគ្នាហើយណាសាមីនាងក៏បាននិយាយទៅកាន់ហ៊ីណាថាមើលទៅខៃស៊ូកេជាមួយនឹងហូដាកាគឺពិតជាដូចគ្នាខ្លាំងណាស់តែពិតទៅកាលពីខៃស៊ូកេនៅមានអាយុប៉ុនហូដាកានោះគាត់ក៏បានរត់ចេញពីផ្ទះមករស់នៅក្នុងទីក្រុងតូក្យូតែម្នាក់ឯងដូចគ្នានៅពេលហ្នឹងហើយដែលគាត់បានជួបជាមួយនឹងប្រពន្ធរបស់គាត់ក៏ប៉ុន្តែនាងបែរជាស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ទៅវិញនឹងទុកឲ្យខៃស៊ូកេរស់នៅជាមួយនឹងកូនស្រីរបស់គាត់ក៏ប៉ុន្តែទោះបីជាយ៉ាងណាមកដល់ពេលនេះហើយខៃស៊ូកេនៅតែស្រឡាញ់ប្រពន្ធរបស់គាត់និងចងចាំនាងជានិច្ច
ក្រោយពីណាត់សាមីនាងបាននិយាយរឿងមួយនេះហើយនាងក៏ដូចជាបានប្រាប់រឿងអ្វីមួយទៅកាន់ហ៊ីណាផងដែរក៏ប៉ុន្តែយើងមិនទាន់ដឹងថានាងបាននិយាយអ្វីនោះទេលោកពេលល្ងាចឡើងនៅពេលដែលហូដាកានិងហ៊ីណាបានដើរទៅផ្ទះតែពីរនាក់ហូដាកាបំរុងតែដកចិញ្ចៀនមកសុំស្រឡាញ់ហ៊ីណាទៅហើយតែពេលហ្នឹងដូចជាមានកម្លាំងអ្វីមួយធ្វើឲ្យហ៊ីណាហត់ឡើងទៅលើមេឃនិងធ្លាក់ចូលត្រឡប់មកវិញហើយយើងទាំងអស់គ្នាមើលទៅលើដៃរបស់ហ៊ីណាទៅរាងកាយរបស់នាងបានចាប់ផ្ដើមប្រែដូចជាថ្លានិងចាប់ផ្ដើមបាត់បង់ទៅបន្តិចម្ដងហើយយើងកាត់មកមើលកាលពីមួយឆ្នាំមុនវិញកាលពីហ៊ីណានាងមិនទាន់មានធម៌ពលព្រះអាទិត្យកាលនោះគឺនាងបានបួងសួងជារៀងរាល់ថ្ងៃក៏ព្រោះថានាងចង់ឲ្យមានថ្ងៃមួយក៏មានពលឺព្រះអាទិត្យពេញមួយថ្ងៃដើម្បីឲ្យនាងបានដើរលេងជាចុងក្រោយជាមួយនឹងម្ដាយរបស់នាងមានថ្ងៃមួយនោះគឺនាងបានសម្លឹងទៅលើអគារដែលគេបោះបង់ចោលមួយនៅទីនោះគឺមានពលឺព្រះអាទិត្យចាំងចន់ផ្លងទ្វារចំណាស់មួយរួចនាងក៏បានធ្វើដំណើរទៅទីនោះនៅពេលទៅដល់ហ៊ីណាក៏បានធ្វើការបួងសួងនៅពេលហ្នឹងហើយគឺជាពេលដែលហ៊ីណានាងមានទំនាក់ទំនងជាមួយនឹងពលឺព្រះអាទិត្យយើងត្រឡប់មកពេលបច្ចុប្បន្នវិញនៅពេលនេះហ៊ីណានិងហូដាកាក៏បានត្រឡប់មកដល់ផ្ទះវិញហើយនៅពេលដែលអ្នកទាំងពីរបានមកដល់ផ្ទះនោះក៏មានប៉ូលីស2នាក់បានមកសួរនាំហ៊ីណាក៏ព្រោះតែគេដឹងថាហូដាកាបានស្នាក់នៅផ្ទះជាមួយនឹងនាងក៏ប៉ុន្តែហ៊ីណានាងបាននិយាយកុហកដូច្នេះហើយក៏ធ្វើឲ្យប៉ូលីស2នាក់នោះត្រឡប់ទៅវិញក៏ប៉ុន្តែពួកគេនឹងមកវិញម្ដងទៀតនៅថ្ងៃស្អែកជាមួយនឹងអ្នកមើលថែក្មេងដោយសារតែរឿងនេះធ្វើឲ្យហ៊ីណានាងមិនសប្បាយចិត្តនោះទេក៏ព្រោះតែនាងខ្លាចថាពួកគេទាំងពីរនាក់នឹងត្រូវបែកគ្នាបានមកតែក្រោយមកលោកខៃស៊ូកេក៏បានមកដល់ដូចគ្នាក៏ព្រោះតែគាត់បានជួលណាហ្គីត្រឡប់មកផ្ទះវិញហើយគាត់ក៏បាននិយាយជាមួយនឹងហូដាកាផងដែរថាប៉ូលីសចាប់ផ្ដើមសង្ស័យគាត់ថាគាត់គឺជាអ្នកចាប់ចម្រិតក្មេងហើយគាត់ក៏មិនអាចនៅបន្តជួយហូដាកាបានទៀតដែរក៏ព្រោះតែគាត់ត្រូវស្នើសុំសិទ្ធិចិញ្ចឹមកូនរបស់គាត់ពិបាកណាស់ទៅហើយដូច្នេះហើយគាត់ក៏បានបកគោលុយប្រាក់ខែចុងក្រោយទៅឲ្យហូដាកានិងបានព្យាយាមនិយាយឲ្យហូដាកានឹងត្រឡប់ទៅផ្ទះវិញទៅក្រោយពីហូដាកាបាននិយាយជាមួយនឹងខៃស៊ូកេចប់គាត់ក៏បានឡើងទៅលើផ្ទះរបស់ហ៊ីណាវិញតែបានឃើញថានាងកំពុងតែរៀបចំអវ៉ាន់ចោលចេញពីទីនេះហើយក៏ព្រោះតែពួកគេមិនអាចរស់នៅទីនេះបានទៀតនោះទេអញ្ចឹងហើយហូដាកាក៏បានសម្រេចចិត្តថានឹងទៅជាមួយនឹងពួកនាងដែរក៏ព្រោះតែគេក៏គ្មានកន្លែងទៅដូចគ្នាចំណែកស្ថានភាពនៅក្នុងទីក្រុងវិញនៅពេលនេះក៏ត្រូវបានព្យុះវាប្រហែលជាខ្លាំងហើយតំបន់ជាច្រើនក៏ត្រូវបានលិចទឹកចំណែកឯជើងរថភ្លើងនិងជើងហោះហើរវិញក៏ត្រូវបានផ្អាកជាច្រើនដូច្នេះហើយក៏ធ្វើឲ្យមនុស្សម្នានៅក្នុងទីក្រុងមួយនេះគឺពិបាកខ្លាំងមែនទែននៅពេលនេះណាត់សាមីនាងក៏បានដឹងថាហូដាកាក៏ត្រូវបានខៃស៊ូកេបណ្តេញចេញហើយដូច្នេះហើយនាងក៏មានអារម្មណ៍ថារៀងខឹងខៃស៊ូកេបន្តិចដែរចំណែក3នាក់នឹងវិញស្ថានភាពរបស់ពួកគេនៅពេលនេះគឺពិតជាលំបាកខ្លាំងមែនទែនដោយសារតែពួកគេជាក្មេងអញ្ចឹងហើយពួកគេមិនអាចទៅជួបបន្ទប់ស្ថានភាពដើម្បីស្នាក់នៅបានទេហើយនៅខាងក្រៅវិញក៏មានភ្លៀងនិងព្រើធ្លាក់ទៀតផងនៅពេលដែលពួកគេទាំង3នាក់ដើរខាងក្រៅបានយូរបន្តិចក៏ត្រូវបានប៉ូលីស2នាក់មកសួរនាំក៏ប៉ុន្តែពួកគេទាំង3នាក់នោះគឺគ្មាននោះទេអញ្ចឹងហើយប៉ូលីសទាំង2នាក់នោះក៏បានដឹងថានៅក្នុងចំណោមនេះគឺមានម្នាក់គឺជាហូដាកាហើយហូដាកាវិញគេក៏បានដឹងខ្លួនមុនអញ្ចឹងហើយគេក៏បានធ្វើជាអ្នករត់បញ្ឆោតប៉ូលីសទាំង2នាក់នោះដើម្បីឲ្យហ៊ីណានិងណាហ្គីអាចរត់ចាត់ចេញពីទីនេះបានចំណែកហ៊ីណាវិញនាងមិនអាចរត់ចោលហូដាកាបានទេអញ្ចឹងហើយនាងក៏បានរត់ទៅជួយហូដាកាហើយនៅភ្លាមៗនាងក៏បានធ្វើការបួងសួងនៅពេលហ្នឹងក៏មានរន្ទះបាញ់ឡានមួយឲ្យផ្ទុះហើយប៉ូលីស2នាក់នោះរវល់តែចាប់អារម្មណ៍ឡានដែលឆេះនោះក៏ធ្វើឲ្យអ្នកទាំង3អាចរត់ចាក់ចេញពីទីនោះបានក្រោយពីរត់មកផុតហើយពួកគេក៏អាចជួលបន្ទប់មួយដើម្បីស្នាក់នៅបានហើយនេះក៏ជាយប់មួយដែលអ្នកទាំង3មានពេលវេលាល្អៗសប្បាយរីករាយនិងមានអនុស្សាវរីយ៍ជាច្រើនជាមួយនឹងគ្នាហើយហូដាកាគេក៏បានបួងសួងនៅក្នុងចិត្តថាបើសិនជាព្រះមានពិតប្រហែលជាទ្រង់អាចមើលឃើញពួកគេទាំង3នាក់នៅពេលនេះហើយសម្រាប់ខ្ញុំមិនសូមអ្វីច្រើនទេសូមតែពេលវេលាល្អៗទាំងអស់នេះគឺបានហើយមិនចាំបាច់បន្ថែមឬមួយក៏ដកអ្វីចេញពីពួកយើងទេខ្ញុំសូមតែប៉ុណ្្នឹងគឺគ្រប់គ្រាន់ហើយបន្ទាប់មកហូដាកាក៏បានជួនចិញ្ចៀនដែលខ្លួនបានទិញនៅថ្ងៃមុននោះទៅឲ្យហ៊ីណាហើយនាងពិតជាសប្បាយចិត្តខ្លាំងមែនទែននៅត្រង់ចំណុចនេះផងដែរហ៊ីណានាងក៏បាននិយាយថាតាមពិតទៅនាងក៏បានដឹងហើយថាក្មេងស្រីដែលសូមពលឺព្រះអាទិត្យបាននោះពួកនាងគឺជាការលះបង់ក៏ព្រោះថានៅពេលដែលពួកនាងបួងសួងកាន់តែច្រើនដងរាងកាយរបស់ពួកនាងនៅរលាយខ្លួនបាត់ទៅលើមេឃនៅពេលហ្នឹងហើយមិនថាអាកាសធាតុឬក៏អ្វីនោះទេនឹងវិលមកដូចដើមវិញហើយហ៊ីណានាងពិតជាចង់ឲ្យហូដាកាជួយមើលថែណាហ្គីខ្លាំងមែនទែនបើសិនជាពេលនោះមកដល់ក្រោយពេលនិយាយរឿងទាំងអស់នេះរួចហ៊ីណានាងក៏បានបង្ហាញខ្លួនប្រាណដែលកំពុងតែរលាយបាត់ទៅបន្តិចម្ដងឲ្យហូដាកាបានឃើញក៏ប៉ុន្តែហូដាកាវិញគេបានប្រកែកទាំងទឹកភ្នែកគេបាននិយាយថាខ្លួនពិតជាមិនចង់ឲ្យហ៊ីណាចាក់ចេញទៅណាទេពួកគេទាំង3នាក់នឹងនៅជាមួយនឹងគ្នាអញ្ចឹងហើយហ៊ីណាត្រូវតែជប់បួងសួងនោះរាងកាយរបស់នាងនឹងមកដូចដើមវិញហើយអ្នកទាំងពីរក៏បានអោបគ្នាទាំងទឹកភ្នែកបន្ទាប់មកក៏គេងជុំគ្នាតែម្ដងភ្ញាក់នៅពេលព្រឹកឡើងហូដាកាក៏បានឃើញថាហ៊ីណានាងបានបាត់ខ្លួនបាត់ទៅហើយលោកប៉ូលីសថាខៃក៏បានចូលមកចាប់ខ្លួនគេទៀតពេលដែលចេញមកដល់ខាងក្រៅវិញយើងក៏បានឃើញថាมันមិនភ្លៀងទៀតនោះទេគឺមានតែផ្ទៃមេឃពណ៌ខៀវដ៏ស្រស់ស្អាតហើយនៅក្នុងអ៊ីនធឺណិតក៏មានមតិជាច្រើនបាននិយាយថានេះប្រហែលជាមកពីការលះបង់ខ្លួនប្រាណរបស់ក្មេងស្រីព្រះអាទិត្យនោះហើយមនុស្សនៅក្នុងទីក្រុងមួយនេះគ្រប់គ្នាសុទ្ធតែសប្បាយចិត្តជាមួយនឹងពលឺព្រះអាទិត្យនេះអត់តែហូដាកាម្នាក់ទេដែលមិនសប្បាយចិត្តក៏ព្រោះតែគេដឹងថានេះគឺជាការលះបង់ខ្លួនប្រាណរបស់ហ៊ីណាក្រោយមកលោកប៉ូលីសថាកៃក៏បានប្រាប់ការពិតមួយទៅកាន់ហូដាកាឲ្យគេបានដឹងថាតាមពិតទៅហ៊ីណានាងមានអាយុត្រឹមតែ15ឆ្នាំទេនាងខ្លាញ់បន្លំអាយុ
បែបនេះទើបនាងអាចរកការងារធ្វើបាននៅពេលដែលទៅដល់ប៉ុស្តិ៍ប៉ូលីសហើយដោយសារតែហូឡាកាមានចិត្តចង់ជួយហ៊ីណាត្រឡប់មកវិញខ្លាំងពេកគេក៏បានរត់ចាក់ចេញពីទីនោះនិងមិនខ្វល់ថាមានប៉ូលីសយ៉ាងច្រើនកំពុងដេញចាប់គេយ៉ាងណានោះទេនៅពេលហ្នឹងក៏សំណាងល្អដែរដែលណាត់ស៊ូមីជិះម៉ូតូមកឃើញគេតាន់និងបានជួយគេតែម្ដងហើយហូឡាកាក៏បានដឹងតាមណាត់ស៊ូមីថានៅពេលនេះណាហ្គីកំពុងតែនៅកន្លែងដែលគេមើលថែក្មេងរួចគេក៏បានប្រាប់ឲ្យណាត់ស៊ូមីជួយជូនគេទៅអគារមួយនោះដែលគឺជាកន្លែងដែលហ៊ីណានាងអាចទំនាក់ទំនងជាមួយនឹងមេឃបានហើយអាចារ្យណាត់ស៊ូមីយើងនឹងបើកម៉ូតូក៏មិនណយដែរអញ្ចឹងហើយអ្នកទាំងពីរក៏អាចគេចពីប៉ូលីសបានយ៉ាងងាយនៅពេលទៅដល់កន្លែងមួយម៉ូតូរបស់អាចារ្យណាត់ស៊ូមីនឹងក៏បានចូលទឹកខូចអញ្ចឹងនាងក៏បានប្រាប់ឲ្យហូឡាការត់ទៅតាមផ្លូវរថភ្លើងទៅនិងប្រាប់គេថាត្រូវតែរត់ទៅមុខកុំឈប់ឲ្យសោះនៅពេលដែលហូឡាកាកំពុងតែរត់បណ្ដាគេក៏បាននឹកឃើញរឿងដែលធ្លាប់ឆ្លងកាត់ជាមួយនឹងហ៊ីណាបណ្ដានឹកឃើញរឿងល្អៗរបស់ពួកគេធ្លាប់ធ្វើជាច្រើនជាមួយនឹងគ្នាក្រោយពីរត់មកអស់ជើងហើយហូឡាកាក៏បានទៅដល់អគារមួយនោះក៏ប៉ុន្តែគេបែរជួបជាមួយនឹងខៃស៊ូកេកំពុងតែរងចាំគេនៅទីនោះវិញគាត់ក៏បានសួរថារឿងដែលហូឡាកាកំពុងតែធ្វើនេះគឺដើម្បីអ្វីហើយហូឡាកាក៏បានតបវិញថាគេធ្វើរឿងទាំងអស់នេះគឺដើម្បីđểជួយហ៊ីណាត្រឡប់មកវិញហើយគំនិតដែលធ្វើជាក្មេងស្រីព្រះអាទិត្យអីហ្នឹងគឺជាគំនិតរបស់គេទាំងអស់អញ្ចឹងហើយដល់ពេលហើយដែលគេត្រូវជួយហ៊ីណាត្រឡប់មកវិញក៏ប៉ុន្តែលោកខៃស៊ូកេហ្នឹងគាត់មិនជឿទេគាត់មិនជឿទេថាហ៊ីណាបានទៅលើមេឃអ្វីទេគាត់នៅតែព្យាយាមឲ្យហូឡាកាត្រឡប់ទៅវិញជាមួយនឹងប៉ូលីសហើយនៅពេលហ្នឹងខៃស៊ូកេគាត់ក៏បានទះហូឡាកាមួយកំភ្លៀងដើម្បីដាក់ឲ្យគេមានស្មារតីឡើងមកវិញក៏ប៉ុន្តែគាត់បែរទៅត្រូវបានហូឡាកាខំដៃរបស់គាត់អញ្ចឹងហើយគាត់ក៏បានទះហូឡាកាទៅចុងមកខាងហើយហូឡាកាគេក៏បានឃើញកំភ្លើងដែលខ្លួនបានចោលនៅថ្ងៃមុនអញ្ចឹងហើយគេក៏បានរើសវាឡើងនិងបាញ់វាមួយគ្រាប់ហើយមិនយូរប៉ុន្មានប៉ូលីសក៏បានមកដល់និងបានភ្ជុំកំភ្លើងទៅហូឡាកាហេតុអីបានជាអ្នកទាំងអស់គ្នាមករារាំងខ្ញុំអ្នកទាំងអស់គ្នាមិនដឹងអំពីអ្វីទាំងអស់អ្នកទាំងអស់គ្នាដឹងទេខ្ញុំគ្រាន់តែចង់ឃើញនាងនិងជួយនាងឲ្យត្រឡប់មកវិញតែប៉ុណ្ណោះក្រោយពីនិយាយចប់ហូឡាកាក៏បានបោះកំភ្លើងចោលទៅលើដីហើយគេក៏ចង់រត់ឡើងទៅខាងលើតែក៏ត្រូវបានលោកប៉ូលីសថាខៃមកចាប់គេជាប់និងបានដកខ្នោះគេក៏ប៉ុន្តែលោកខៃស៊ូកេក៏បានយល់អំពីពាក្យរបស់ហូឡាកាបាននិយាយមុននេះអញ្ចឹងហើយគាត់ក៏បានទៅជួយគេនិងបានប្រាប់ឲ្យគេនឹងឡើងទៅខាងលើទៅហើយសម្បីតាណាគេក៏បានលួចរត់ចេញមកដើម្បីជួយគេផងដែរនិងបានប្រាប់គេថាដោយខានហូឡាកាត្រូវតែយកបងស្រីរបស់ខ្លួនមកវិញឲ្យបានអញ្ចឹងហើយហូឡាកាក៏បានរត់ឡើងទៅខាងលើនិងធ្វើការបួងសួងដើម្បីឲ្យព្រះជួយគេផងនៅទីបំផុតហូឡាកាក៏អាចឡើងទៅលើមេឃបានហើយទម្រាំតែគេអាចបានជួបជាមួយនឹងហ៊ីណាហ្នឹងគេបានជួបនៅទិដ្ឋភាពផ្សេងៗជាច្រើននៅពេលនេះគេបានជួបជាមួយនឹងហ៊ីណាហើយអ្នកទាំងពីរពិតជានឹកគ្នាខ្លាំងមែនតើហើយហូឡាកាក៏បាននាំហ៊ីណាឲ្យមកផែនដីវិញនៅពេលមកដល់នៅក្នុងទីក្រុងក៏ចាប់ផ្ដើមមានភ្លៀងម្ដងទៀតហើយភ្លៀងលើកនេះគឺមិនរាំងវិញនោះទេ3ឆ្នាំក្រោយមកលឿនដូចគេកុហកស្រេចតែតាមចិត្តអ្នកនិពន្ធគេអ្នកទៅសេហូឡាកាក៏បានរៀនចប់នៅពេលនេះគេក៏មានសេរីភាពពីការឃ្លាំមើលរបស់ប៉ូលីសហើយអញ្ចឹងហើយគេក៏បានមកទីក្រុងតូក្យូម្ដងទៀតដើម្បីជួបអូនហ៊ីណាដែលចុងក្រោយអ្នកទាំងពីរក៏បានជួបគ្នាហើយហ៊ីណានាងនៅតែបន្តការបួងសួងសុំពលឺព្រះអាទិត្យដដែលក៏ប៉ុន្តែនាងមិនមានធម៌ពលទៀតនោះទេសួស្តីអ្នកនរគ្នាខ្ញុំកងណៃថែលសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយវីដេអូនេះនឹងផងដែរខ្ញុំយកសាច់រឿងមួយដែលមានចំណងជើងថា The Tunnel to Sama The Exit of Goodbye ចឹងកុំឲ្យស៊ីម៉ោងយូរយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាតួប្រុសមានឈ្មោះថាខារូនៅក្នុងថ្នាក់គាត់មិនសូវមានមិត្តភក្តិនោះទេគាត់ចូលចិត្តតែម្នាក់ឯងនៅថ្ងៃមួយមេឃក៏បានភ្លៀងខារូក៏បានទទួលឆាតដែលកាត់តែភ្លៀងនិងបានស្ដាប់បទចម្រៀងយ៉ាងកំសត់ដូចជាខ្ញុំយ៉ាងចឹងដែរខារូបានដើរបន្តរទៅដល់ចំណតរថភ្លើងមួយកន្លែងនិងបានជួបនឹងស្រីម្នាក់ដែលមានឈ្មោះថាអានសូនាងបានអង្គុយចាំរថភ្លើងនៅទីនោះតែម្នាក់ឯងចំណែកឯរថភ្លើងវិញគឺដោយសារតែមានបញ្ហាបុកក្តានបន្តិចបន្តួចដូច្នេះហើយត្រូវវិយាពេលរយៈពេល30នាទីអញ្ចឹងហើយខារូបានឃើញថាអានសូនាងមិនមានឆាតដូច្នេះគាត់ក៏បានឲ្យឆាតរបស់គាត់ទៅកាន់នាងឲ្យនាងខ្ចីសិនហើយប្រាប់ថាផ្ទះរបស់គាត់នៅជិតនឹងនោះទេឲ្យដូច្នេះហើយគាត់មិនអីនោះឡើយគាត់ឲ្យឆាតដល់នាងដោយសារតែគាត់ខ្លាចនាងត្រូវតែភ្លៀងនិងបដាសាយអានសូនាងក៏បានទទួលយកហើយនាងក៏បានសុំឈ្មោះនិងលេខទូរស័ព្ទរបស់ខារូដើម្បីងាយស្រួលសងឆាតទៅគាត់វិញគេងត់គាត់បើជាអ្នកខ្លះទៀតឲ្យគេខ្ចីហើយគេត្រូវគេបោកទៀតថ្ងៃថ្មីក៏បានចូលមកដល់ថ្ងៃនេះនៅសាលារៀនក៏មានសិស្សថ្មីម្នាក់ផងដែរដែលនាងគឺជាអានសូសិស្សមកពីតូក្យូហើយនាងក៏មិនបានណែនាំខ្លួនអ្វីច្រើននោះដែរនាងក៏បានដើរទៅរកខារូនិងបានប្រាប់ថានាងនឹងយកឆាតសូមគាត់វិញនៅថ្ងៃស្អែកនៅពេលម៉ោងសម្រាប់មានសិស្សជាច្រើនបានមកនិយាយជាមួយនឹងអានសូក៏ប៉ុន្តែនាងដូចជាមិនសូវខ្វល់អីមែនទេហើយភ្លាមនឹងផងដែរនឹងក៏ស្រាប់តែមានសិស្សស្រីជើងកាម្នាក់ចេញមកនិយាយថានាងគ្រាន់តែជាសិស្សផ្ទេមកពីទីក្រុងឯងកុំទៅខ្លួនឯងនឹងដូចអស្ចារ្យខ្លាំងពេកហើយមិនប៉ុណ្្នឹងឯងថែមទាំងកញ្ឆក់យកសភៅមេងកាគេទៅមើលទៀតហើយសើចចំអកគេទៀតចេញមកនឹងចង់ឲ្យរឿងគេហ្មងនេះកូនស្រីហ្នឹងតែឥឡូវហ្នឹងមានអីឥឡូវស៊ីម្ដាយរបស់អានសូបាត់ហើយគាត់តែឃើញអញ្ចឹងភ្លាមនឹងសិស្សនៅក្នុងថ្នាក់ទាំងអស់ភ្ញាក់ផ្អើលជាមួយនឹងអានសូជាខ្លាំង
ត្រឡប់មកមើលផ្ទះរបស់ខារូវិញគាត់ក៏បានអុជធូបឲ្យប្អូនស្រីរបស់គាត់ហើយក៏បានពាក់កាសចូលគេងបាត់ទៅលុះបានយប់បន្តិចគាត់ក៏បានឮសំឡេងក្តោងក្តាំងនៅខាងក្រោមហើយគាត់ក៏បានចូលទៅមើលហើយនេះគឺជាស្នាដៃរបស់ឪគាត់ដោយសារតែគាត់នឹងផឹកស្រាស្វឹងបោកចានបោកឆ្នាំងហើយមូលហេតុដែលគាត់ថ្ងៃនេះផឹកស្រាស្វឹងសែតបែបនេះដោយសារតែគាត់នឹងបានជួបជាមួយនឹងម្ដាយរបស់ខារូដែលគឺជាអតីតប្រពន្ធរបស់គាត់ដែលនាងបានមកជួបគាត់នឹងរំលឹកគាត់អំពីថ្ងៃគោលវិញ្ញាណក្ខន្ធរបស់កូនស្រីរបស់គាត់ដែលនាងមានឈ្មោះថា Karen ហើយគាត់ក៏បានបន្តទៀតថាបើសិនជាម្ដាយរបស់ខារូគឺជាមនុស្សល្អហេតុអ្វីបានជានាងចាក់ចោលគាត់បែបនេះដោយសារតែកំហឹងមួយពេលគាត់ក៏បានច្រានខារូចេញទៅខាងក្រៅនិងបានបិសក់គាត់និងបាននិយាយថាមួយថ្ងៃនឹងគ្មានគិតធ្វើអីក៏តែពាក់កាសស្ដាប់បទចម្រៀងអត់ប្រយោជន៍របស់ឯងនឹងទៅឯងគិតថាការដែលឯងធ្វើបែបនេះឯងអាចគេរត់ពីការដែលធ្វើឲ្យប្អូនស្រីរបស់ឯងស្លាប់បានមែនបើសិនជាអាចបដូរជីវិតបានណាអញចង់ឲ្យប្អូនស្រីឯងនៅរស់ច្រើនជាងដោយនៅទ្រាំជាមួយនឹងសម្ដីរបស់ពុកខ្លួនមិនបានខារូគាត់ក៏បានរត់ចាក់ចេញពីផ្ទះប៉ុន្តែគាត់ក៏មិនដឹងថារូគាត់នឹងរត់ទៅណានោះដែរគាត់ក៏ចេះតែរត់រហូតទៅដល់ផ្លូវរថភ្លើងមួយខ្សែដោយមិនប្រយ័ត្នគាត់ក៏បានធ្វើឲ្យខ្លួនរបស់គាត់នឹងធ្លាក់ទៅចូលក្នុងព្រៃមួយដែលក្នុងព្រៃមួយនោះគឺមានរូងភ្នំដ៏ចម្លែកមួយផងដែរដោយខ្ជិលគិតច្រើនខារូគាត់ក៏បានដើរចូលទៅរូងភ្នំមួយនោះនៅក្នុងរូងភ្នំមួយនេះវាពិតជាមានទិដ្ឋភាពស្អាតនិងប្លែកចម្លែកខ្លាំងណាស់ខារូបានដើរទៅមុខបន្តិចគាត់ក៏បានឃើញស្បែកជើងរបស់ប្អូនស្រីរបស់គាត់ហើយគាត់ក៏បានគិតថាប្អូនស្រីរបស់គាត់បែរជានៅក្នុងនេះហើយអញ្ចឹងហើយគាត់ក៏បានរត់ចូលទៅខាងក្នុងបន្ថែមទៀតព្រាមនឹងដែរក៏ស្រាប់តែមានកូនចាស់មួយហាមរបស់គាត់នឹងបានទុំនៅលើដៃរបស់ខារូនឹងបានច្រៀងបទចម្រៀងដែលប្អូនស្រីរបស់គាត់ធ្លាប់តែច្រៀងផងដែរគ្រាន់តែបែបនេះភ្លាមខារូគាត់ក៏បាននិយាយថានេះគឺជារូងភ្នំអូរ៉ាស៊ីម៉ាហើយក៏បានព្យាយាមរត់ចាក់ចេញមកខាងក្រៅវិញនៅពេលដែលខារូគាត់បានមកដល់ផ្ទះវិញភ្លាមគាត់ពិតជាមានអារម្មណ៍ថាឆ្ងល់ជាខ្លាំងមិនបាននៅក្នុងរូងភ្នំនោះមានកូនចាប់ដែលចេះច្រៀងបទចម្រៀងដែលប្អូនស្រីរបស់គាត់តែងតែច្រៀងនិងមានស្បែកជើងរបស់នាងនៅក្នុងនោះទៀតបានបន្តិចឪពុករបស់ខារូគាត់ក៏បានត្រឡប់មកដល់ផ្ទះវិញគាត់ក៏បានអោបនិងសុំទោសទៅកាន់ខារូរឿងដែលគាត់បានផឹកស្រាស្វឹងនិងបានដេញខារូចាក់ចេញពីផ្ទះគាត់បានព្យាយាមដើររកខារូជាខ្លាំងក៏ព្រោះថាខារូនឹងបានចាក់ចេញពីផ្ទះទៅឡើងមួយសប្តាហ៍គាត់មិនដឹងទេថាខារូទៅដល់ទីណានោះទេហើយខារូគាត់មានអារម្មណ៍ថាភ្ញាក់បន្តិចក៏ព្រោះថាខារូបានចូលទៅក្នុងរូងភ្នំតាមប្រភេទនោះទេតែហេតុអ្វីបានជាឪពុករបស់គាត់បាននិយាយថាគាត់បានបាត់ខ្លួនឡើងមួយសប្តាហ៍ស្អែកឡើងនៅពេលដែលខារូបានទៅដល់សាលារៀនមិត្តរបស់ខារូគាត់ក៏បានសួរទៅកាន់ខារូដូចទៅនឹងអ្វីដែលប៉ារបស់ខារូបានសួរទៅកាន់ខារូយកវិញចឹងដែរហើយកញ្ញាអានសូនបានដើរចូលមកបាននិយាយថានាងនឹងសងឆាត់ទៅកាន់គាត់វិញចាអត់មានអីនិយាយក្រៅពីរឿងឆាត់ហ្នឹងហ្មងអីល្ងាចឡើងតួអង្គប្រុសគាត់ក៏បានដើរទៅកាន់រូងភ្នំនោះម្ដងទៀតតែម្ដងនេះគាត់មិនមែនទៅម្នាក់ឯងទៀតនោះទេក៏ព្រោះថានៅពេលដែលគាត់បានចូលទៅដល់រូងភ្នំមួយនោះគាត់ក៏បានឃើញកញ្ញាអានសូនៅក្នុងនោះដែរគ្រាន់តែឃើញនាងភ្លាមគាត់ក៏បានចាប់ដៃនាងនិងរត់ចាក់ចេញពីរូងភ្នំនោះវិញតែម្ដងនៅពេលពួកគេចេញមកដល់ខាងក្រៅវិញអ្នកទាំងពីរគឺឆ្ងល់ដូចគ្នាថាមានរឿងអីបានកើតឡើងក៏ព្រោះថាពួកគេគឺនៅក្នុងនោះតែបន្តិចសោះតែម្ដងខាងក្រៅវិញគឺផុតទៅឡើង8ម៉ោងអីវាហាក់ដូចជាឆ្លងពេលវេលាអញ្ចឹងហើយពួកគេបានគិតថាការដែលចូលទៅក្នុងរូងភ្នំមួយនោះគឺវាប្រកាសជាផ្ដល់នូវបំណងប្រាថ្នាអ្វីមួយទៅឲ្យអ្នកទាំងពីរហើយដូច្នេះហើយអានសូនាងបានបបួលខារូចូលទៅក្នុងរូងភ្នំមួយនោះជាមួយនឹងគ្នាបើសិនជាគាត់នៅមិនទាន់ទទួលបានអ្វីមួយដែលគាត់ចង់បាននោះទេក៏ព្រោះថាអានសូនាងក៏ចង់បានអ្វីមួយចេញពីរូងភ្នំមួយនោះផងដែរដូច្នេះហើយអ្នកទាំងពីរក៏បានធីមអាប់ជាមួយនឹងគ្នាលុះថ្ងៃស្អែកឡើងបន្ទាប់ពីអ្នកទាំងពីរបានចេញពីសាលារៀនពួកគេបានមកកន្លែងរូងភ្នំមួយនោះម្ដងទៀតដល់ថ្ងៃនេះពួកគេនឹងធ្វើការសាកល្បងមួយដើម្បីចង់ដឹងថាពេលវេលានៅខាងក្នុងកាន់តែជ្រៅឬកាន់តែខុសគ្នាពីខាងក្រៅយ៉ាងណាដោយការសាកល្បងមួយនោះគឺឲ្យខារូជាអ្នកចូលទៅខាងក្នុងដោយនិយាយទូរស័ព្ទជាមួយនឹងអានសូហើយពួកគេនៅតែបន្តនិយាយទូរស័ព្ទជាមួយនឹងគ្នារហូតដល់ពេលដែលខារូបានចូលទៅក្នុងរូងភ្នំបានកាន់តែជ្រៅបន្តិចទូរស័ព្ទក៏ស្រាប់តែដាច់ដូច្នេះហើយខារូបានរត់ចេញមកជួបនឹងអានសូវិញតែអ្វីដែលនឹកស្មានម្ដងនោះគឺគ្រាន់តែគាត់បានបែរក្នុងរត់មកវិញហ្នឹងគាត់ក៏បានឆ្លងពេលវេលា65នាទីទៅហើយអានសូនាងបានសួរទៅកាន់ខារូថាគាត់បានដើរទៅដល់តំណាក់ដែរហើយខារូបានថាគាត់រត់មកវិញនៅពេលដែលគាត់បានដើរទៅដល់ដើមឈើជួរទី3អូខេចឹងឥឡូវយើងទៅផ្ទះសិនណាចាំមកវិញម្ដងទៀតនៅថ្ងៃស្អែកឡើងអានសូនាងបានសារទៅបបួលខារូទៅដើរលេងជាមួយនឹងគ្នាតាមដងផ្លូវរថភ្លើងពេលដែលបានជួបគ្នាហើយអ្នកទាំងពីរក៏បានបន្តដំណើរទៅកន្លែងរូងភ្នំនោះម្ដងទៀតហើយលើកនេះមុននឹងចូលទៅអានសូនាងបានប្រាប់ឲ្យខារូត្រឡប់មកវិញភ្លាមបន្ទាប់ពីបានដើរទៅដល់កន្លែងដើមឈើបាន3វិនាទីគ្រាន់តែនៅខាងក្នុងនោះ3វិនាទីនៅខាងក្រៅគឺកន្លងផុតទៅ2ម៉ោងបាត់ទៅហើយអញ្ចឹងហើយបានន័យថានៅក្នុងរូងភ្នំនោះតែមួយថ្ងៃនៅខាងក្រៅគឺកន្លងផុតទៅ6ឆ្នាំកន្លះស្អែកឡើងអ្នកទាំងពីរបានមករូងភ្នំនេះម្ដងទៀតនិងបានសាកល្បងនៅពិធីសាសជាច្រើនទាំងការផ្ញើសារឲ្យគ្នាទាំងការរកផ្លូវចេញនៃរូងភ្នំមួយនេះនិងថែមទាំងបង្កើតនៅអនុស្សាវរីយ៍ជាមួយនឹងគ្នាទៀតផងម្ដងទៀតអ្នកទាំងពីរក៏បានចូលទៅក្នុងរូងភ្នំមួយនោះទាំងពីរនាក់តែម្ដងនិងបានឲ្យខារូជាអ្នកដើរចូលទៅខាងក្នុងនៃជួរដើមឈើនៅពេលដែលខារូដើរចូលទៅខាងក្នុងបានបន្តិចតែប៉ុណ្ណោះគាត់ក៏បានងាកមកមើលអានសូវិញនិងឃើញថានាងធ្វើសកម្មភាពលឿនខ្លាំងមែនទែននិងមិនដឹងថាមានរឿងអ្វីខ្លះបានកើតឡើងនោះទេ
នៅភ្លាមនឹងដែរគ្រាន់តែខារូបានឃើញអានសូនេះអង្គុយអោនក្បាលចុះគាត់ក៏បានរត់ចាក់ចេញមកវិញភ្លាមដល់នៅខាងក្រៅគឺបានកន្លងផុតទៅអស់រយៈពេល7 ម៉ោងបាត់ទៅហើយអញ្ចឹងហើយឥឡូវអ្នកទាំងពីរក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញសិននៅពេលដែលត្រឡប់ទៅដល់ផ្ទះវិញហើយអ្នកទាំងពីរក៏បានសារទៅប្រាប់គ្នាថានឹងប្រើរយៈពេល3ថ្ងៃនៃចុងសប្តាហ៍ដើម្បីចូលទៅក្នុងរូងភ្នំមួយនោះឲ្យកាន់តែជ្រៅនិងយូរជាងនេះតែមុននឹងចូលទៅពួកគេក៏បានដេតគ្នាដើម្បីទៅដើរលេងសិនឃើញអត់គាត់បានជាអ្នកខ្លះមានអ្នកដេតជាមួយនៅពេលដែលអ្នកទាំងពីរកំពុងតែដើរលេងជាមួយនឹងគ្នានោះអានសូនាងបាននិយាយទៅកាន់ខារូថានៅពេលដែលនាងឃើញខារូដើរទៅក្នុងរូងភ្នំនោះកាន់តែជ្រៅទៅនាងមានអារម្មណ៍ថាវាប្រៀបដូចជាការបំបីពិភពលោករបស់អ្នកទាំងពីរចេញពីគ្នាទោះបីជានាងព្យាយាមផ្ញើសារអ្វីទៅដោយទៅកាន់ខារូក៏វាមិនអាចទៅដល់ខារូបានផងដែរហើយខារូក៏បានទៅវិញថាតើនាងខ្លាចមែនទេបើសិនជានាងខ្លាចនាងអាចបញ្ឈប់វាត្រឹមនេះបានក៏ប៉ុន្តែអានសូនាងមិនបានខ្លាចនោះទេនាងនៅតែចង់បន្តជាមួយនឹងខារូតទៅមុខទៀតដូច្នេះហើយខារូក៏បាននិយាយរឿងក្នុងចិត្តមួយប្រាប់ទៅកាន់អានសូនាងបានដឹងកាលពីមុនគាត់ក៏ធ្លាប់មកកន្លែងនេះជាមួយនឹងក្រុមគ្រួសាររបស់គាត់ផងដែរដែលមានប៉ាម៉ាក់និងប្អូនស្រីរបស់គាត់ដែលនាងមានឈ្មោះថា Karen ខ្ញុំគិតថាប៉ាម៉ាក់របស់ខ្ញុំគឺជាប្រិយប្រពន្ធដែល sweet ជាងគេហើយនៅលើโลกនេះប៉ុន្តែមានថ្ងៃមួយប្អូនស្រីរបស់ខ្ញុំនឹងបានធ្លាក់ពីលើដើមឈើស្លាប់Karen នាងក៏ជាក្មេងស្រីម្នាក់ចង់ធ្វើឲ្យមនុស្សគ្រប់គ្នាបានសប្បាយរីករាយនិងសោកញញឹមនាងប្រាថ្នាចង់ឲ្យមនុស្សក្នុងโลกមានភាពរីករាយនិងមានសុភមង្គលដូចជានាងផងដែរក៏ប៉ុន្តែថ្ងៃមួយខ្ញុំបានឆ្លោះគ្នាជាមួយនឹងនាងនិងទុកនាងចោលនៅតែម្នាក់ឯងហើយនៅពេលដែលខ្ញុំត្រឡប់មកវិញនោះគឺហួសពេលបាត់ទៅហើយនាងក៏បានធ្លាក់ពីលើដើមឈើស្លាប់បន្ទាប់ពី Karen ស្លាប់ប៉ាម៉ាក់របស់ខ្ញុំក៏បានចែកផ្លូវគ្នាម៉ាក់របស់ខ្ញុំក៏បានចាក់ចេញពីខ្ញុំទៅហើយប៉ារបស់ខ្ញុំក៏បានផឹកស្រានិងធ្វើបាបមកលើខ្ញុំជារៀងរាល់ថ្ងៃគ្រួសាររបស់យើងក៏បានបែកបាក់ដូច្នេះហើយអ្វីគ្រប់យ៉ាងដែលខ្ញុំគិតនោះគឺវាគឺជាកំហុសរបស់ខ្ញុំដែលធ្វើឲ្យ Karen ស្លាប់អញ្ចឹងហើយខ្ញុំនឹងយក Karen ឲ្យត្រឡប់មកវិញបន្ទាប់ពីនោះក៏ដល់ថ្ងៃដែលពួកគេទៅចូលរូងភ្នំមួយនោះម្ដងទៀតហើយអ្នកទាំងពីរចូលទៅលើកនេះគឺចំណាយពេលនៅក្នុងនោះគឺ108វិនាទីដែលស្មើនឹងខាងក្រៅ3ថ្ងៃហើយអ្នកទាំងពីរក៏រត់ចូលទៅដល់ខាងក្នុងរៀងបានជ្រៅបន្តិចក៏ស្រាប់តែមានកដាស់អ្វីមួយយ៉ាងហាមកបុកអានសូជាច្រើននៅពេលហ្នឹងដែរអានសូនេះចង់រើសកដាស់ទាំងអស់នោះចេញមកខាងក្រៅជាមួយនឹងនាងវិញក៏ប៉ុន្តែក៏ដល់ពេលដែលត្រូវរត់ចាក់ចេញមកវិញហើយអញ្ចឹងហើយខារូក៏បានសម្រេចចិត្តជួយរើសនាងនិងបានបញ្ញាប់រត់ចេញមកក្រៅវិញត្រឡប់មកដល់ខាងក្រៅវិញទៅបានដឹងថានេះគឺជាក្រដាសគំនូរមេងការបស់អានសូជាមួយនឹងលោកតានាងហើយអ្នកទាំងពីរក៏បានទៅផ្ទះរបស់អានសូសិនដើម្បីផ្លាស់ប្ដូរកៅអៅក៏ព្រោះថាកៅអៅរបស់ពួកគេគឺសើមកហើយនៅផ្ទះរបស់អានសូក៏មានសភៅមេងកាជាច្រើនដែលនាងបានគូហើយខារូក៏ឆ្ងល់ខ្លាំងណាស់មិនបានជាអានសូនាងមិនយកសភៅរបស់នាងទៅបោះពុម្ពផ្សាយអញ្ចឹងគ្រាន់តែលឺអញ្ចឹងនឹងអានសូនាងបានសួរទៅកាន់ខារូវិញភ្លាមតើលោកគិតថានៅលើโลกនឹងមានអ្នកគូមេងកាចំនួនប្រមាណអ្នកប្រហែលជា10000នាក់គឺជាង50000នាក់ពីមួយឆ្នាំទៅមួយឆ្នាំមនុស្សកាន់តែកើនឡើងសមត្ថភាពគូគំនូររបស់ខ្ញុំក៏កាន់តែអន់ថយអញ្ចឹងហើយបានជាខ្ញុំមិនព្រមយកវាទៅបោះពុម្ពផ្សាយហើយខ្ញុំក៏បានចូលចិត្តនៅមេងកាដែលលោកតារបស់ខ្ញុំបានគូក៏ប៉ុន្តែប៉ាម៉ាក់របស់ខ្ញុំក៏ពិតជាស្អប់នៅអ្វីដែលលោកតារបស់ខ្ញុំបានធ្វើខ្លាំងណាស់តែអ្នកដឹងទេថាហេតុអ្វីក៏ព្រោះថាវាលក់មិនដាច់សូម្បីតែមួយក្បាលហើយនេះគឺជាមេងកាតែមួយគត់ដែលគាត់បានបោះពុម្ពផ្សាយនិងដាក់លក់វានៅលើទីផ្សារហើយវាគឺទើបតែសរសេរបាន3ភាគតែប៉ុណ្ណោះទោះយ៉ាងណាគាត់នៅតែបន្តគូវារហូតដល់ចំណុចមួយដែលវាបាននិយាយអំពីសាច់រឿងប៉ារបស់ខ្ញុំហើយលោកតារបស់ខ្ញុំគាត់ក៏បានស្លាប់ក៏ប៉ុន្តែប៉ាម៉ាក់របស់ខ្ញុំនឹងគាត់គ្មានស្លាប់ទឹកភ្នែកអីសូម្បីតែបន្តិចសោះពួកគាត់ទាំងពីរនឹងប្រៀបដូចជាមនុស្សដែលគ្មានមនោសញ្ចេតនាអីសូម្បីតែបន្តិចនោះទេដូច្នេះហើយបានជាខ្ញុំមករស់នៅទីនេះតែម្នាក់ឯងហ្នឹងណាលោកឃើញទេនេះគឺជាគំនូរមេងកាដំបូងគេបង្អស់ដែលខ្ញុំបានគូលោកតារបស់ខ្ញុំគាត់បានអានវារហូតដល់ចប់គាត់បានសរសើរខ្ញុំនិងលើកទឹកចិត្តខ្ញុំឲ្យធ្វើជាអ្នកគូមេងកាហើយការដែលខ្ញុំចូលទៅក្នុងរូងភ្នំមួយនោះគឺខ្ញុំចង់បានលើកទេពកោសល្យនៃការគូមេងកានិងធ្វើជាអ្នកគូមេងកាដ៏ល្អជាងគេនិងល្បីជាងគេនៅក្នុងពិភពលោកមួយនេះបន្ទាប់មកខារូគាត់ក៏បានសុំអានមេងការបស់ខារូបន្តិចដំបូងហ្នឹងអានសូនាងហាក់ដូចជាមិនចង់ឲ្យប្រមាណនោះទេតែដោយសារតែខារូនឹងទទូចសុំខ្លាំងពេកនាងក៏ឲ្យគាត់អានទៅបន្ទាប់ពីអានចប់ហើយខារូក៏បានសរសើរថាគំនូរមេងការបស់នាងពិតជាល្អខ្លាំងណាស់ហើយក៏ធ្វើឲ្យអានសូនាងមានអារម្មណ៍ថារំភើបផងដែរខារូក៏បាននិយាយថាអានសូនាងគឺមានទេពកោសល្យហើយទោះបីជានាងមិនទៅរូងភ្នំមួយនោះក៏នាងនៅតែអាចគូមេងកាបានយ៉ាងល្អផងដែរក៏ប៉ុន្តែអានសូនាងបានប្រកែកនាងមិនល្អដូចជាខារូនោះទេក៏ព្រោះថានៅថ្ងៃដែលពួកគេបានដើរលេងជាមួយនឹងគ្នានោះអានសូនាងបានដឹងថាខារូគឺលះបង់អ្វីៗគ្រប់យ៉ាងគឺគ្រាន់តែដើម្បីរបស់ដែលគាត់ចង់បានហើយនាងក៏ចង់ធ្វើដូចទៅនឹងខារូផងដែរនិងរស់នៅក្នុងពិភពលោកមួយដែលខារូបានមើលទៅឃើញអញ្ចឹងហើយបានជានាងព្យាយាមចូលទៅក្នុងរូងភ្នំមួយនោះជាមួយនឹងខារូហើយអ្នកទាំងពីរក៏នៅតែបន្តទៅក្នុងរូងភ្នំមួយនោះទៀតជាមួយនឹងគ្នាហើយថ្ងៃដែលអ្នកទាំងពីរត្រូវទៅទៀតនោះគឺថ្ងៃទី2ខែ8មុននឹងថ្ងៃនោះម្ដងអ្នកទាំងពីរក៏បានទៅដើរលេងបនរដូវក្តៅជាមួយនឹងគ្នាអានសូនាងបានតែងខ្លួនយ៉ាងស្អាតគ្រាន់តែខា
ខារូបានឃើញសម្រស់របស់អានសូភ្លាមគាត់ក៏បានភ្លឹកចុះមួយផ្លែតផងដែរក៏ព្រោះតែថ្ងៃនេះនាងតែងខ្លួនស្អាតខ្លាំងណាស់ហើយពួកគេទាំងពីរក៏បានទៅដើរលេងនៅកន្លែងផ្សេងៗជាមួយនឹងគ្នាជាច្រើនហើយក៏បានកាន់ដៃគ្នាមើលកំជ្រួចទៀតផងមិនដូចជាអ្នកមើលនោះទេអត់សង្សារកាន់ដៃដូចគេហើយមកមើលស្នេហាទៀតនៅពេលដែលខារូទៅដល់ផ្ទះវិញក៏ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ក៏ព្រោះថាឃើញប៉ារបស់ខ្លួននឹងបាននាំនៅស្រីម្នាក់មកផឹកជាមួយនឹងគាត់នៅឯផ្ទះទោះបីជាប៉ារបស់ខារូបានណែនាំគាត់ទៅមនុស្សស្រីម្នាក់នឹងក៏ដោយក៏ប៉ុន្តែខារូគាត់នៅតែមិនពេញចិត្តដដែលហើយថែមទាំងបានឆ្លោះគ្នាជាមួយនឹងប៉ារបស់គាត់មុននឹងគាត់បានឡើងទៅបន្ទប់នៅព្រឹកស្អែកឡើងអ្នកទាំងពីរក៏បានទៅជួបគ្នាម្ដងទៀតហើយអានសូនាងបាននិយាយអំពីសភៅ manga ដែលនាងបានឲ្យខារូអាននោះគឺនាងបានសែនទៅឲ្យអ្នកនៅកន្លែងបោះពុម្ពហើយពួកគេបាននិយាយថានាងពិតជាធ្វើវាបានល្អខ្លាំងណាស់ហើយអ្នកនៅទីនោះក៏ចង់សហការជាមួយនឹងនាងដើម្បីធ្វើសភៅ manga ផ្សេងៗទៀតនិងយកសភៅ manga ដែលនាងមានស្រាប់នោះយកមកបោះពុម្ពផ្សាយក៏ប៉ុន្តែនាងនៅមិនទាន់យល់ព្រមនោះទេក៏ព្រោះតែនាងនៅមិនទាន់មានភាពច្បាស់លាស់ដូច្នេះហើយខារូក៏បានព្យាយាមបញ្យល់ទៅកាន់នាងនិងឲ្យនាងឆាប់យល់ព្រមជាមួយនឹងពួកគេទៅហើយគាត់ក៏បានពន្យាពេលនៃការចូលទៅក្នុងរូងភ្នំក្រោមដីមួយនោះផងដែរតែឥឡូវនេះពួកគេទៅដើរលេងជាមួយនឹងគ្នាសិនគឺទៅកន្លែងផ្លូវរថភ្លើងដែលពួកគេបានជួបគ្នាដំបូងហើយខារូក៏បានដើរទៅយកផ្កាជក់រត់មួយដែលតំណាងថាវាគឺជាឆ័ត្ររបស់គាត់នឹងធ្វើដោយការដែលគាត់បានជួបជាមួយនឹងអានសូដំបូង Tell me your name and give me your cell number. Kaoru Tono. Anzu Hanashiro. នៅយប់នោះផងដែរខារូក៏បានរៀបចំអវ៉ាន់ចេញទៅក្រៅយើងមិនដឹងថាគាត់ទៅណានោះទេយើងដឹងត្រឹមតែពេលនេះអានសូនាងបានរងចាំសាររបស់ខារូមិនឃើញគេសារមកសោះអញ្ចឹងហើយនាងក៏បានទៅផ្ទះរបស់ខារូក៏ប៉ុន្តែមិនបានជួបនឹងខារូនោះទេក៏បានជួបជាមួយនឹងប៉ារបស់គាត់ហើយប៉ារបស់ខារូក៏បាននិយាយថាគាត់បានបាត់ខារូតាំងពីយប់មិញម៉េះមិនដឹងថាគេទៅណានោះទេបាត់ឡើងមកយប់មិនឃើញមកវិញឡើយគ្រាន់តែលឺអញ្ចឹងភ្លាមនឹងអានសូនាងដឹងហើយថាខារូបានទៅណាហើយនាងក៏បានរត់ទៅកន្លែងផ្លូវរូងភ្នំមួយនោះនៅពេលដែលនាងរត់ទៅដល់មុខរូងភ្នំមួយនោះនាងក៏ទទួលបានសារចុងក្រោយរបស់ខារូដែលវាមានន័យថានៅពេលនេះខារូក៏បានចូលទៅក្នុងរូងភ្នំមួយនោះហើយគាត់ក៏បានសរសើរសភៅ manga របស់អានសូដែលថាវាពិតជាអស្ចារ្យខ្លាំងណាស់ហើយគោលដៅដែលនាងចង់ធ្វើជាមនុស្សមិនធម្មតានោះគាត់បានគិតថានាងបានធ្វើវាហើយអញ្ចឹងហើយទោះបីជានាងមិនចូលទៅក្នុងរូងភ្នំក្រោមដីមួយនេះក៏នាងនៅតែអាចគូ manga បានយ៉ាងល្អផងដែរហើយគាត់ក៏នៅតែចង់អានសភៅ manga របស់អានសូ Hanashiro ដូច្នេះហើយនាងគឺត្រូវតែបន្តគូ manga បន្តទៅមុខទៀតមកដល់ត្រឹមចំណុចនេះខារូក៏បានប្រាប់ឲ្យយើងបានដឹងថាតាមពិតទៅនៅក្នុងរូងភ្នំក្រោមដីមួយនោះវាមិនអាចផ្ដល់នូវបំណងប្រាថ្នាមកឲ្យយើងបាននោះទេវាគ្រាន់តែអាចផ្ដល់នូវរបស់ដែលយើងបានបាត់បង់ឲ្យមកវិញតែប៉ុណ្ណោះអញ្ចឹងហើយទោះបីជាអានសូនាងបានចូលទៅក្នុងរូងភ្នំមួយនោះក៏នាងមិនអាចទទួលបាននូវទេពកោសល្យនៃការគូ manga បានដែរផ្ទុយទៅវិញគាត់ចង់ឲ្យនាងមើលឃើញនៅពិភពលោករបស់ខ្លួនឯងនិងបន្តធ្វើនៅអ្វីដែលខ្លួនឯងចង់ធ្វើតទៅមុខទៀតទោះបីជាវាបានកន្លងផុតទៅយូរយ៉ាងណាក៏ដោយ1000ឆ្នាំ10000ឆ្នាំ100,000ឆ្នាំនៅពេលដែលគាត់ត្រឡប់មកវិញគាត់នឹងអានសភៅ manga របស់នាងនៅពេលដែលអានសូនាងបានអានសារនេះចប់នាងបានស្រក់ទឹកភ្នែកនិងអង្គុយយំយ៉ាងខ្លាំងកាត់ចូលមកកាន់ខារូវិញគាត់បានដើរទៅក្នុងរូងភ្នំកាន់តែជ្រៅទៅនិងចំណាយពេលអស់រយៈពេល14ម៉ោងបាត់ទៅហើយតែស្មើនឹងខាងក្រៅគឺ4ឆ្នាំគាត់ក៏នៅតែមិនទាន់រកឃើញខារ៉ែនដដែលហើយខារូក៏បានដើរទៅមុខផងនិងស្រែកហៅខារ៉ែនផងហើយក៏បានដើររហូតទៅដល់កន្លែងមួយដែលមានពន្លឺភ្លឺយ៉ាងខ្លាំងគាត់ក៏បានដើរចូលទៅទីនោះនៅពេលដែលគាត់បានបើកភ្នែកមកវិញគាត់ក៏បានឃើញថាខ្លួនឯងនៅក្នុងផ្ទះនិងបានឃើញថាខ្លួនឯងត្រឡប់មកជាកូនក្មេងឡើងមកវិញថែមទាំងបានឃើញប្អូនស្រីរបស់គាត់ទៀតផងគាត់ក៏បានគិតថាអ្វីដែលកើតឡើងមុននេះវាគ្រាន់តែជាសុបិនទេមកទៅបងស្រីរបស់គាត់ខារ៉ែននាងបានយកសត្វល្អិតមួយដែលគាត់បានចូលចិត្តមកឲ្យគាត់នាងបាននិយាយថាសត្វល្អិតមួយនេះនាងបានចាប់វាមកឲ្យគាត់ជាពិសេសផងដែរហើយខារូពិតជារំភើបខ្លាំងណាស់នេះប្រហែលជាការពិតហើយមើលទៅក៏ប៉ុន្តែព្រាមនឹងដែរគាត់ក៏បានឃើញខ្លួនឯងនៅក្នុងកញ្ចក់ដែលគាត់មិនមែនជាកូនក្មេងនោះទេហើយនៅពេលហ្នឹងផងដែរខារូគាត់ក៏បានលើសំឡេងសារចេញពីទូរស័ព្ទរបស់គាត់ដែលនេះគឺជាសាររបស់អានសូនាងបានផ្ញើសារមកកាន់គាត់រយៈពេល1ឆ្នាំម្ដងគ្រាន់តែឃើញបែបនេះបងស្រីរបស់គាត់ខារ៉ែននាងបានលើកទឹកចិត្តឲ្យគាត់ប្រញាប់ចាកចេញពីទីនេះទៅព្រោះថាទីនេះមិនស័ក្តិសមនឹងឲ្យគាត់រស់នៅនោះឡើយហើយឯខារូនឹងប្រញាប់ទៅរកស្នេហារបស់គាត់ទៅបើសិនជានាងស្រឡាញ់គាត់ផងដែរហើយនេះគឺជាជំរឿនតែមួយគត់ដែលគាត់ត្រូវតែធ្វើព្រោះថានៅពេលដែលខារ៉ែននាងបានឃើញខារូសប្បាយចិត្តនាងក៏សប្បាយចិត្តផងដែរនាងមិនចង់ឃើញខារូធ្លាក់នៅក្នុងវិបត្តិសេរីបែបនេះនោះឡើយហើយនៅពេលនេះខារូក៏បានភ្ញាក់ខ្លួនគាត់ក៏បានដើរចាកចេញពីទីនេះទៅខាងក្រៅវិញមុននឹងចេញទៅខាងក្រៅវិញខារ៉ែននាងបាននិយាយលាជាលើកចុងក្រោយទៅកាន់ខារូហើយនាងក៏បាននិយាយឲ្យខារូមើលថែខ្លួនឯងផងហើយនាងបាននិយាយទៀតថាខ្ញុំស្រឡាញ់បងប្រុសធំកាត់ចុះមកកាន់អានសូវិញនាងក៏បាន
ខ្លាយទៅជាអ្នកគូមេងកាដ៏ល្បីម្នាក់ហើយនាងក៏នៅតែបន្តរងចាំខារូដដែលទាំងឆាតទាំងទូរស័ព្ទរងចាំសារនិងការស្រឡាញ់របស់នាងទៅកាន់ខារូមកមើលខារូវិញគាត់ក៏បានរត់ចាក់ចេញពីទីនោះហើយគាត់ក៏បានរត់បណ្ដានឹងហៅឈ្មោះរបស់អានសូបណ្ដាហើយក៏បានសារទៅប្រាប់អានសូផងដែរដែលថាគាត់មានរឿងមួយចង់ប្រាប់ទៅកាន់នាងដោយទ្រាំមិនបាននឹងការរងចាំអស់រយៈពេលជាយូរនោះអានសូនាងក៏បានទៅអង្គុយយំនៅកន្លែងចាស់របស់ពួកគេហើយសាររបស់ខារូមុននេះក៏បានផ្ញើមកដល់នាងផងដែរបន្ទាប់ពីអានសាររបស់ខារូមួយនេះហើយអានសូនាងក៏បានរត់ទៅកន្លែងផ្លូវរងក្រោមដីមួយនោះដើម្បីទៅជួបនឹងខារូហើយអ្នកទាំងពីរក៏បានជួបគ្នាពិតមែនហើយក៏បានផ្ដាំស្នេហ៍ជាមួយនឹងគ្នាទៀតផងបន្ទាប់មកអ្នកទាំងពីរក៏បានដើរចាក់ចេញមកខាងក្រៅវិញដែលពេលវេលាទាំងអស់គឺកន្លងផុតទៅអស់រយៈពេល13ឆ្នាំនិង102ថ្ងៃរាប់ចាប់ពីថ្ងៃដែលពួកគេចូលទៅក្នុងរូងភ្នំមួយនេះដំបូងសួស្តីអ្នកទាំងអស់គ្នាខ្ញុំកងណេងថែលសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយវីដេអូនេះផងដែរខ្ញុំមានសាច់រឿងដ៏ល្បីមួយដែលមានចំណងជើងថា Into the Forest of Firefly Light រដូវ Summer ឆ្នាំនេះបានមកដល់ទៀតហើយក្មេងស្រីម្នាក់ឈ្មោះ Hotaru នាងតែងតែលេងផ្ទះលោកតារបស់នាងនៅតាមភ្នំជនបទថ្ងៃមួយនាងបានវង្វេងនៅក្នុងព្រៃដែលត្រូវបានគេនិយាយថាវាជាកន្លែងដែលមានទេវតាភ្នំនិងវិញ្ញាណ Spirit រស់នៅដោយសារតែការរកផ្លូវចេញមិនឃើញហើយនាងភ័យខ្លាចផងនិងអស់កម្លាំងផងនោះនាងក៏បានអង្គុយយំពេលហ្នឹងក៏មានបរិបទពាក់ម៉ាស់កញ្ច្រងម្នាក់បានចេញមកនិងសួរនាំនាង Hotaru នាងបានគិតថាមានមនុស្សមកជួយនាងហើយនាងក៏បានរត់ទៅអោបបរិបទម្នាក់ហ្នឹងតែបែរជាអោបខ្យល់ទៅវិញហើយបរិបទម្នាក់នោះក៏បាននិយាយថាខ្លួនរបស់គាត់គឺជា Spirit មិនអាចប៉ះត្រូវមនុស្សបានទេបើសិនជាប៉ះត្រូវខ្លួនគាត់នឹងរលាយបាត់តែ Hotaru នាងមិនជឿក៏ព្យាយាមទៅប៉ះខ្លួនគាត់ជាច្រើនដងតែមានអីស៊ីមកឈើទៅបើគេប្រាប់ឲ្យមិនជឿចឹងក្រោយពីបានស៊ីមកឈើហើយទៅ Hotaru នាងជឿហើយនាងក៏បានសុំទោសបរិសម្នាក់នោះក្រោយមកបរិសនោះបាននិយាយថាគាត់នឹងជួលនាងចេញពីភ្នំមួយនេះដោយរំភើបខ្លាំងពេក Hotaru នាងក៏បានទៅអោបបរិសម្នាក់នោះទៀតហើយតែមានអីស៊ីមកឈើទៀតទៅបន្ទាប់មកអ្នកទាំងពីរក៏បានដើរកាន់ឈើបណ្ដាលគ្នាចេញពីភ្នំមួយនេះហើយ Hotaru នាងបាននិយាយថាថ្ងៃស្អែកនាងនឹងយកកាដូមួយមកឲ្យគាត់ទុកជាការអរគុណមុននឹងចាកចេញនាងក៏បានសួរឈ្មោះបរិសម្នាក់នោះហើយគាត់មានឈ្មោះថា Jin ដល់ចេញមកក្រៅបន្តិច Hotaru នាងក៏បានជួបជាមួយនឹងលោកតាដែលកំពុងតែដើររកនាងហើយ Hotaru នាងក៏បានសួរទៅកាន់លោកតាថានៅលើភ្នំនេះពិតជាមានវិញ្ញាណ Spirit មែនទេលោកតាបានតបមកវិញថាកាលពីគាត់នៅក្មេងគាត់ឧស្សាហ៍ចូលលេងនៅក្នុងព្រៃនេះណាស់ប៉ុន្តែគាត់មិនដែលឃើញមាន Spirit អ្វីទេគាត់ធ្លាប់ឮថាមានក្មេងៗមួយក្រុមចូលរួមពិធីបុណ្យនៅក្នុងព្រៃមួយនេះលើចៅឯងគិតមើលទៅថាតើមានអ្នកភូមិណាដែលមកធ្វើពិធីបុណ្យណាកណ្ដាលព្រៃអញ្ចឹងមានតែ Spirit ទេដែលធ្វើបែបនេះនៅថ្ងៃបន្ទាប់ Hotaru ក៏បានទៅភ្នំនោះម្ដងទៀតហើយនាងក៏បានជួបជាមួយនឹង Jin កំពុងតែចាំនាងហើយគាត់បាននាំនាងចូលទៅលេងនៅក្នុងព្រៃកាន់តែជ្រៅដែលបានជ្រៅបន្តិចក៏មាន Spirit មួយខ្លែងខ្លួនមកបន្លែង Hotaru ថាកុំឲ្យនាងប៉ះត្រូវខ្លួនរបស់ Jin ឲ្យសោះតែតាមពិតទៅវាគ្រាន់តែជាព្រលឹងកញ្ជ្រោងមួយតែប៉ុណ្ណោះក្រោយពីឃើញបែបនេះនាងបែរជាមានអារម្មណ៍ថារីករាយខ្លាំងមែនទែនដែលបែបនេះ Hotaru ចាប់ផ្ដើមស្និទ្ធស្នាលជាមួយនឹង Jin ពីមួយថ្ងៃទៅមួយថ្ងៃហើយតែដល់រដូវក្តៅនាងតែងតែលេងជាមួយនឹង Jin បើទោះបីជាមើលទៅធ្វើរឿងដែលធម្មតាក៏នាងនៅតែមានអារម្មណ៍ថារីករាយមានថ្ងៃមួយដែលនាងចង់ឃើញមុខរបស់ Jin Hotaru ក៏បានលួចដោះម៉ាស់របស់ Jin តាមពិតទៅនៅក្រោមម៉ាស់កញ្ជ្រោងមួយនេះគឺមានមុខមាត់បរិសុទ្ធដ៏ស្រស់ស្អាតនិងសង្ហាម្នាក់ហើយ Jin ពាក់ម៉ាស់បែបនេះគឺចង់ឲ្យគេមើលមកគាត់ថាដូចជា Spiritរដូវក្តៅក៏បានបញ្ចប់ហើយក៏ដល់ពេលដែល Hotaru នាងត្រឡប់ទៅវិញដែរមើលទៅនាងហាក់ដូចជាមិនចង់ចាក់ចេញពី Jin សោះហើយ Jin បានសួរនាងថាតើឆ្នាំក្រោយនាងមកវិញទេភ្លាមនឹងដែរ Hotaru នាងក៏បានងក់ក្បាលយល់ព្រមទាំងរីករាយឲ្យតែដល់រដូវក្តៅ Jin តែងតែរងចាំ Hotaru ជានិច្ចរយៈពេលកន្លងមកនេះតែងតែមានប្រលឹងដើមឈើនិងកញ្ជ្រោងចេញមកដាស់តឿន Jin ថាមិនអាចប៉ះត្រូវមនុស្សទេមានពេលមួយ Hotaru នាងចង់បញ្ញាក់ Jin តែនាងបែរជាត្រូវធ្លាក់ទៅលើដើមឈើភ្លាមនឹង Jin បានលុកដៃទៅជួយនាងហើយតែដកចេញវិញតាន់ហើយ Hotaru នាងបានប្រាប់ Jin ទាំងខ្លួនកំពុងតែឈឺមិនថាមានរឿងអ្វីដាច់ខាតមិនអាចប៉ះត្រូវជាមួយនឹងនាងទេប៉ុន្មានឆ្នាំមកនេះ Hotaru នាងបានធំឡើងបន្តិចទេពេលនេះនាងក៏បានក្លាយទៅជាសិស្សអនុវិទ្យាល័យម្នាក់ហើយចំណែកឯ Jin វិញអ្វីបន្តិចក៏មិនបានផ្លាស់ប្ដូរដែរពេលមកដល់ផ្ទះវិញ Hotaru ក៏បានដេកគិតពីរឿងមួយនេះបន្ទាប់មកនាងក៏បានទៅសួរលោកតារបស់នាងថារដូវរងាឆ្នាំនេះត្រជាក់ខ្លាំងទេលោកតាក៏បានតបមកវិញថាប្រហែលត្រជាក់ខ្លាំងហើយតែបែបនេះ Hotaru នាងបានយកកន្សែងបង់កមួយទៅឲ្យ Jin នៅពេលនេះ Hotaru នាងអន្ទះសារខ្លាំងណាស់ចង់ឲ្យរដូវរងាឆ្នាំនេះបញ្ចប់ទៅលឿនចំណែកឯ Jin វិញក៏អង្គុយពាក់កន្សែងបង់កដែល Hotaru នាងបានឲ្យគាត់នោះអង្គុយរងចាំនាងពេលវេលាច្រើនឆ្នាំបានកន្លងផុតទៅ Hotaru ពេលនេះនាងក៏បានក្លាយជាសិស្សវិទ្យាល័យហើយនាងមានកម្រងថាពេលរៀនចប់នាងនឹងរកការងារធ្វើនៅទីនេះដើម្បីអាចនៅក្បែរខ្លួន Jin ដល់ពេលនោះមិនថារដូវអ្វីនោះទេនាងនិង Jin នឹងនៅក្បែរគ្នារហូត
ហើយជីនក៏បានប្រាប់មកកាន់ហូតារុវិញថាតាមពិតទៅការប្រកួតនៅជាទារកត្រូវបានឪពុកម្ដាយយកមកបោះបង់ចោលនៅក្នុងព្រៃមួយនេះហើយត្រូវបានទេវតាភ្នំរទេះឃើញនិងអាណិតក៏ប្រើវេទមន្តជួយឲ្យគាត់រស់នៅបន្តក៏ប្រាប់ហូតារុទៀតថាគ្រឿងកាយមួយនេះគឺពិតជាទន់ខ្សោយខ្លាំងណាស់បើសិនជាហ៊ានប៉ះត្រូវមនុស្សនោះគាត់នឹងរលាយបាត់ទៅអញ្ចឹងហើយកុំឲ្យនាងចងចាំគាត់អីហូតារុនាងបាននិយាយកាត់មិនថាមានរឿងអីគាត់មិនត្រូវបំភ្លេចនាងទេអញ្ចឹងហើយបើសិនជាមិនទាន់ដល់ពេលនោះពួកយើងនឹងនៅក្បែរគ្នារហូតមុននឹងរដូវក្តៅបញ្ចប់ជីនក៏បានបបួលហូតារុទៅលេងពិធីបុណ្យជាមួយនឹងគ្នានៅយប់នេះនៅក្នុងពិធីបុណ្យមួយនេះគឺជាការរៀបចំរបស់ Spirit តែពេលខ្លះក៏អាចមានមនុស្សមកដែរអញ្ចឹងហើយជៀសវាងមកវិញគ្នានឹងប៉ះត្រូវមនុស្សអ្នកទាំងពីរក៏បានយកកន្សែងមួយមកចងកដៃគ្នាទៅវិញទៅមកហើយអ្នកទាំងពីរក៏បានទៅដើរលេងជាមួយនឹងគ្នាយ៉ាងស្និទ្ធស្នាលដូចជាគូស្នេហ៍យ៉ាងអញ្ចឹងក្រោយពីពិធីបុណ្យបានចប់ជីនក៏បាននិយាយរឿងក្នុងចិត្តរបស់គាត់ប្រាប់ទៅកាន់ហូតារុថាគាត់មិនអាចរងចាំរដូវក្តៅមកដល់ទៀតទេវាពិតជាមានអារម្មណ៍ថាយូរខ្លាំងណាស់ឲ្យតែរដូវក្តៅបញ្ចប់ម្ដងគាត់ពិតជាចង់ហោះទៅរកហូតារុខ្លាំងណាស់ពេលនិយាយចប់ជីនក៏បានដោះម៉ាស់របស់គាត់ពាក់ទៅលើមុខហូតារុហើយគាត់ក៏បានថែបនាងនៅលើម៉ាស់នោះបន្តិចក្រោយមកក៏មានក្មេងពីរនាក់មិនដឹងថាមកពីណាទេក៏រត់មកចំពោះជើងប៊ីនឹងដួលតែត្រូវបានជីនលុកដៃទៅជួយទាន់តាមពិតទៅយើងក៏បានដឹងថាក្មេងទាំងពីរនាក់នោះក៏ជាមនុស្សលោកសោះចំណែកឯជីនវិញពេលនេះចាប់ផ្ដើមរលាយខ្លួនបន្តិចម្ដងតែគាត់បែរជាញញឹមនឹងបាក់ដៃឲ្យហូតារុអោបគាត់យ៉ាងណែនហើយជានេះគឺជាពេលដែលអ្នកទាំងពីររងចាំអស់រយៈពេលជាយូរហើយនៅពេលនេះជីនក៏បានរលាយខ្លួនបាត់ទៅបន្សល់នៅតែកៅអៅដែលមានក្លិនខ្លួនរបស់ជីននិងការចងចាំដ៏ល្អរបស់គាត់ជាមួយនឹងហូតារុបានសាងជាមួយនឹងគ្នាកន្លងមកនៅពេលនេះសាច់រឿងក៏មកដល់ទីបញ្ចប់ហើយនៅក្នុងសាច់រឿងមួយនេះគឺចង់បង្ហាញពីសេចក្តីស្រឡាញ់និងភាពស្មោះស្ម័គ្ររបស់អ្នកទាំងពីរបើទោះបីជាហូតារុនិងជីនរស់នៅលើភពផែនដីតែមួយជាមួយនឹងគ្នាមែនក៏ប៉ុន្តែអ្នកទាំងពីរហាក់ដូចជានៅភពពីរផ្សេងគ្នាអញ្ចឹងក៏ព្រោះថាហូតារុនឹងគឺជាមនុស្សចំណែកឯជីនវិញគឺជា Spirit ហើយយើងក៏បានដឹងហើយថាជីនគឺមិនអាចប៉ះត្រូវខ្លួនរបស់មនុស្សទេក៏ព្រោះថាបើសិនជាគាត់ប៉ះខ្លួនរបស់គាត់នឹងរលាយបាត់ទៅចំណែកឯហូតារុវិញនាងក៏បានដឹងរឿងមួយនេះផងដែរក៏ប៉ុន្តែនាងនៅតែចង់បន្តវាទៅមុខទៀតមិនថាទោះបីជាពួកគេជាមនុស្សឬមួយក៏ជា Spirit ក៏ដោយចំណែកឯជីនវិញគាត់ក៏ជា Spirit គាត់អាចរស់នៅបានជាច្រើនឆ្នាំទៅមុខទៀតក៏ប៉ុន្តែបើសិនជាប្រៀបជាមួយនឹងការរស់នៅដដែលបែបនេះគាត់ចង់អោបហូតារុច្រើនជាងក៏ព្រោះថានៅពេលដែលគាត់អោបហូតារុនោះគឺយើងបានឃើញថាគាត់ពិតជាមានអារម្មណ៍រីករាយខ្លាំងមែនទែនប្រហែលជាគាត់រងចាំថ្ងៃនេះយូរណាស់មកហើយអញ្ចឹងសាច់រឿងមួយនេះបានមកដល់ទីបញ្ចប់មែនតើហើយខ្ញុំសូមអរគុណសម្រាប់ការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយ like និង share និងដាក់សញ្ញាកណ្ដឹងនៅលើ YouTube Channel ហើយដាក់ Cipher នៅលើ Facebook Page ផងខ្ញុំពិតជាសូមអរគុណសម្រាប់ការតាមដានទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត